ទីមួយរបស់យើងក៏បានឃើញបុរសម្នាក់ដែលជាអធិរាជដៅបានជាប់ជាមួយនឹងការឃុំឃាំងដោយដើមឈើហើយគាត់ក៏បានមកលើឡើងថាមនុស្សដែលមានជោគវាសនាគេកំពុងតែមកទីនេះរួចហើយក៏បានក្តាប់ដៃបន្តឈាមរបស់គេទៅខាងក្រោមបង្កើតបានជាចំហាយនៅធម្មពលមួយដ៏ខ្លាំងសម្បើមដែលចំហាយធម្មពលទាំងអស់នោះបានបង្កឡើងជាដុំធម្មពលមួយដែលនៅខាងក្នុងនោះគឺជាសិភៅមួយក្បាលកាត់មកជ្រោះប្រលឹងវិញ្ញាណយើងក៏បានឃើញទូប្រុសរបស់យើងដែលមានឈ្មោះថាឈិនធានកំពុងតែប្រើប្រាស់ធម្មពលរបស់គេជួយសង្គ្រោះទៅស្រីស្អាតម្នាក់ដែលមានឈ្មោះថាវូយ៉ាងជាសិស្សនៃសំណាក់ធានសុងមើលទៅនាងហាក់បីដូចជាមានល្បិចបានបដូរខ្លួនទៅលើទ្រូងរបស់ឈិនធានពេលដែលឃើញបែបនោះឈិនធានគេក៏បានមកលើឡើងថាយ៉ាងមិនទៅហើយនេះនាងហើយអ្វីបានជាបញ្ឈប់វានៅត្រឹមនឹងហើយធម្មពលវិញ្ញាណរបស់នាងមានស្ថិរភាពទេឥឡូវនេះវានឹងគ្រោះថ្នាក់ខ្លាំងណាស់បើសិនជាបន្តទុកបែបនេះដោយវូយ៉ាងនាងក៏បាននិយាយទៅវិញថាប៉ុន្តែមនុស្សមិនអាចបញ្ឈប់បានទេឆាប់ឡើងជួយខ្ញុំឲ្យលឿនមកគិតបន្តិចឈិនធានគេក៏បានដកនៅដុំធម្មពលរបស់គេឡើងមកហើយនិយាយថានេះគឺជាគ្រាប់ពេជ្រខាងវិញ្ញាណដែលឪពុករបស់ខ្ញុំបានប្រគល់ឲ្យខ្ញុំវាអាចធ្វើឲ្យធម្មពលវិញ្ញាណរបស់អ្នកបានស្ងប់យកវាទុកសិនទៅបន្ទាប់ពីនាងបានទទួលយកហើយយើងក៏បានឃើញបុរសម្នាក់បានដើរចូលមកហើយនិយាយថាអ្នកប្រុសតូចរបស់យើងមើលទៅឯងក៏ដូចជាវីរបុរសម្នាក់ផងដែរនឹងហើយបុរសម្នាក់នេះគេមានឈ្មោះថាតាស៊ូជាកូនប្រុសរបស់លោកព្រឹទ្ធាចារ្យចាងប៉ាធានហើយឈិនធានគេក៏បានឆ្លើយទៅវិញថាតើអ្នកមកទីនេះបានដោយរបៀបណាតើវាអាចជាមិនទាន់ទាំងបាននិយាយចប់ផងក៏ត្រូវបានវូយ៉ាងនាងទេមួយដៃធ្វើឲ្យគេខ្ទាតប៉ាំងទៅខាងមុខក្អកឈាមចេញពីមាត់ងើបឡើងមកវិញដោយមានការខឹងសម្បើយ៉ាងខ្លាំងហើយស៊ូតាគេក៏បាននិយាយទៅកាន់ទៀតថានៅក្រោមជន្លងជ្រោះមួយនេះវាគឺជាព្រៃនៃជ្រោះប្រលឹងវិញ្ញាណហើយមានមនុស្សជាច្រើនរាប់មិនអស់ត្រូវបានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែការឈ្លានពានដោយចៃដន្យហើយឯងក៏ខ្លាចជាម្នាក់ក្នុងចំណោមពួកគេផងដែរបញ្ចេញអាវុធរបស់គេប្រៀបបានដូចជាដំបងហនុមានហក់ចូលទៅវាប្រហារគេចផុតបន្តវាប្រហារឈិនធានក៏បានប្រើដៃរបស់គេទាំងពីរទប់រងបន្តិចប៉ុន្តែត្រូវបានខ្ទាតមកខាងក្រោយវិញដោយតាស៊ូគេក៏បានបន្តនិយាយថាប៉ុន្តែឯងកុំខ្លាចអីតាកាចាស់ឈិនហ្វាន់ខ្ញុំនឹងឲ្យគេទៅកំដរឯងនាពេលឆាប់ៗនេះជូតឈាមចេញពីមាត់ឈិនធានគេក៏បាននិយាយទៅវិញថាឯងហ៊ានប្រមាថឪពុកខ្ញុំដោយរបៀបណាបំរុងនឹងប្រើប្រាស់ធម្មពលទៅហើយប៉ុន្តែហាក់បីដូចជារូគេបានត្រូវជាតិពឹសអញ្ចឹងឈាមនៅតែបន្តហូរចេញពីមាត់របស់គេឥតឈប់ដោយគេក៏បាននិយាយទៀតថាវាគឺជាជាតិពឹសពួកអ្នកទាំងពីរពិតជាអាក្រក់មែនដោយតៅស៊ូគេក៏បានដើរចូលហើយនិយាយទៀតថាធម្មពលវិញ្ញាណរបស់ឯងមិនអាចបន្តដំណើរការបានទីនោះទេព្រមទូចោះចាញ់ទៅធៀបមួយជើងត្រូវទ្រូងរបស់ឈិនធានខ្ទាតប៉ាំងទៅខាងក្រោយមុតជ្រោះងើបឡើងមកវិញហើយនិយាយថាពួកឯងបានរៀបចំផែនការក្បត់ជាមួយឪពុករបស់ខ្ញុំដើម្បីតែអំណាចខ្លាយជាម្ចាស់សំណាក់បើខ្ញុំឈិនធានមិនស្លាប់នៅក្នុងថ្ងៃនេះទេខ្ញុំសូមសន្យាថាខ្ញុំប្រកាសជាមកសងសឹកឯងវិញរាប់រយដងតៅស៊ូគេក៏បាននិយាយថាឯងគ្មានឱកាសទីនោះទេប្រប្រាស់ធម្មពលរបស់គេវាប្រហារធ្វើឲ្យឈិនធានធ្លាក់ពីលើជ្រោះចុះទៅខាងក្រោមពេលនោះវូយ៉ាងនាងក៏បានដើរមកសម្លឹងទៅមើលរាងកាយរបស់ឈិនធានដែលកំពុងតែធ្លាក់ពីលើជ្រោះដោយទឹកមុខពោពេញទៅដោយស្នាមញញឹមភ្លាមនោះតៅស៊ូគេក៏បានវាយនាងមួយដៃធ្លាក់ពីលើជ្រោះផងដែរឈិនធានដែលកំពុងតែធ្លាក់ពីលើជ្រោះគេក៏បានស្រមៃគិតក្នុងចិត្តថាជីវិតរបស់ខ្ញុំត្រូវបានបញ្ចប់ហើយអធិរាជដៅដែលបានជួបខៀងនៅក្នុងសមុទ្រវិញ្ញាណគេក៏បានសើចបន្លឺឡើងថាហាវិញ្ញាណនៃអធិរាជដៅរបស់ខ្ញុំពេលនោះសៀវភៅគម្ពីរដែលនៅក្នុងដុំធម្មពលនោះបានផ្ទុះឡើងទៅខាងលើបញ្ចេញនៅចំហាយធម្មពលនៅមុខរបស់ឈិនធានកាត់មកនៅក្នុងទ្វីបមួយទៀតពេលនោះយើងក៏បានឮសំឡេងមនុស្សម្នាជាច្រើនបានហូរកញ្ជ្រៀវដោយសំឡេងមួយបានមកលើឡើងថាសូមអបអរសាទរចំពោះឈិនធានសម្រាប់ចំណាត់ថ្នាក់លេខ1ក្នុងបញ្ជីធម្មពលប្រយុទ្ធនឹងហើយបុរសម្នាក់នេះគេក៏មានឈ្មោះឈិនធានដែរភ្លាមនោះវាហាក់បីដូចជាមានអ្វីម្យ៉ាងកំពុងតែបានផុសឡើងរួចហើយស្រូបយកឈិនធានចូលទៅក្នុងសៀវភៅគម្ពីរមួយនោះបន្ទាប់មករាងកាយរបស់គេក៏បានធ្លាក់ចូលទៅក្នុងរាងកាយឈិនធានម្នាក់ទៀតបន្ទាប់ពីរាងកាយទាំងពីររបស់គេបានបញ្ចូលគ្នារួចហើយគេក៏បានដឹងខ្លួនមកវិញដោយសំឡេងរបស់អធិរាជដែរគេក៏បានមកលើឡើងថាមនុស្សដែលមានវាសនាខ្ញុំបានរងចាំឯងយូរមកហើយឈិនធានដែលត្រូវបានវัวចាប់ចងនោះគេក៏បានសួរទៅវិញថាតើលោកជាអ្នកណាអធិរាជដែរក៏បាននិយាយទៀតថាវាកុំររោគបានណាស់មនុស្សដែលរស់នៅអាចទប់ទល់នឹងប្រលឹងដែលសេះសល់រឹបរយរបស់អធិរាជនេះសូមប្រគល់វាមកឲ្យអធិរាជដែរយើងទៅរួចហើយក៏បានប្រើប្រាស់ធម្មពលរបស់គេស្រូបយកវិញ្ញាណរបស់ឈិនធានបន្ទាប់មកក៏បាននិយាយទៀតថាអំណាចនៃសៀវភៅគម្ពីរឋានស៊ូប្រលឹងទាំងពីររួមបញ្ចូលគ្នាមើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់រាប់ពាន់ឆ្នាំភាពឯកាគ្មានទីបញ្ចប់នោះទេអ្នកកំឡោះឯងអាចខ្លាយជារាងកាយថ្មីរបស់អធិរាជដែរបានឯងគូតែមានអារម្មណ៍ថាមានកិត្តិយសដែលបានខ្លាយទៅជារាងកាយរបស់អធិរាជដែរឈិនធានក៏បានរើបំរាស់ហើយនិយាយថាទេខ្ញុំមិនចង់ធ្វើនោះទេពួកលូស៊ីពួកគេកំពុងតែជួបគ្រោះថ្នាក់ខ្ញុំគឺចង់ទៅជួយគេឥឡូវនេះអធិរាជដែរក៏បានបន្តនិយាយទៀតថាឯងត្រូវតែនៅទីនេះដើម្បីបន្តវេនរបស់យើងបន្ទាប់ពីឈិនធានគេខំរើបំរាស់យ៉ាងខ្លាំងពួកមនុស្សមួយក្រុមកំពុងតែសើចចំអកឲ្យគេដោយមានអ្នកខ្លះក៏បាននិយាយថាឯងគឺជាមនុស្សគ្មានប្រយោជន៍ហើយក៏មានមនុស្សល្អនិយាយថាធានរួចហើយមានស្រីតាមអ្នកទៀតក៏បានឆោងចាប់ដៃរបស់គេឡើងមកវិញពេលនោះរាងកាយរបស់គេដែលកំពុងតែរើបំរាស់យ៉ាងខ្លាំងហើយនៅលើថ្ងាសក៏បានផុសចេញនូវសញ្ញាដាវមួយឡើងមកស្រែកបញ្ចេញនូវសម្លេងដ៏ខ្លាំងផ្ទុះឡើងបង្កើតបានជានៅចំហាយធម្មពលដាវមួយដ៏ធំសម្បើមដែលធ្វើឲ្យអធិរាជដាវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីចាប់កាន់ដាវនៅក្នុងដៃបើកភ្នែកមកវិញពុបពេញទៅដោយចំហាយធម្មពលរួចហើយក៏បាននិយាយទៅកាន់អធិរាជដាវថាវាដ៏វេរ
ខ្ញុំហើយសម្រុកចូលទៅខាងមុខកាប់ចេញនៅចំហាយធម្មពលដៅពេញមួយទំហឹងទប់រងបានមិនតិចឈិនធានបន្តធាក់មួយជើងទៅលើអធិរាជដៅរួចហើយក៏បានបញ្ចេញនៅចំហាយធម្មពលដៅដ៏ខ្លាំងសម្បោបង្កាត់បានទៅជាក្បួនមួយចូលទៅវាប្រហារធ្វើឲ្យអធិរាជដៅដែលកំពុងទប់រងលន់មាត់ថាតាមពេទ្យនេះគឺជាអធិរាជធម្មពលខាងវិញ្ញាណនិងក្បាច់គុណល្អភាពសប្បាយរីករាយនឹងត្រូវបញ្ចប់នៅក្នុងថ្ងៃនេះដល់ពេលត្រូវបញ្ចប់ហើយអ្នកកំឡោះស្រែកបញ្ចេញនៅចំហាយធម្មពលរបស់គេคล้ายទៅជាធម្មពលវិញ្ញាណស្រមោលជីងកាំងពេលដែលឃើញបែបនោះឈិនធានគេក៏បាននិយាយថាវាពិតជាគួរអស់សំណើចខ្លាំងណាស់វាគូតែដល់ពេលនេះទេដែលត្រូវបានបញ្ចប់កាប់ចេញមួយដៅពេញទំហឹងចំហាយនៃធម្មពលដ៏ខ្លាំងសម្បើមបានធ្វើឲ្យធម្មពលស្រមោលជីងកាំងរបស់អធិរាជដៅបានបែកខ្ទេចខ្ទីចំហាយនៃធម្មពលបានផ្ទុះឡើងប៊ឹងហុយជោគបន្ទាប់ពីចាត់ការរួចហើយឈិនធានគេហាក់បីដូចជាភ្ញាក់អត់បន្តិចហើយនិយាយថាវាគឺជាខ្ញុំតើនោះគឺជាអ្វីទៅបន្ទាប់ពីសៀវភៅគម្ពីរឋានសួគ៌បានផុសឡើងហោះជុំវិញបន្តិចរួចហើយក៏បានជ្រាបចូលទៅក្នុងថ្ងាសរបស់ឈិនធានដែលធ្វើឲ្យរាងកាយរបស់គេពោពេញទៅដោយចំហាយធម្មពលពណ៌មាសដោយសំឡេងមួយក៏បានបន្លឺឡើងពីខាងលើមកថាឈិនធានទាំងពីរត្រូវបានឆ្លងកាត់នៃការចាប់បណ្ឌិតសន្ធិឡើងវិញពេលនោះឈិនធានគេក៏បានភ្ញាក់ផ្អើលបន្តិចហើយសួរទៅវិញថាតើលោកព្រះរាជាកំពុងតែផ្ញើសារជាសំឡេងរាប់រយគីឡូម៉ែត្រមែនទេហើយចិញ្ចៀនមួយវងក៏បានធ្លាក់មកពីខាងលើបន្ទាប់ពីទទួលយកហើយគេក៏បាននិយាយទៀតថាហេតុអ្វីបានជាខ្ញុំស្រាប់តែមានការចងចាំចម្លែកខ្លះឡើងអញ្ចឹងកុំគិតច្រើនអីបញ្ហាបន្ទាប់របស់យើងត្រូវតែចាក់ចេញពីទីកន្លែងនេះឲ្យបានឆាប់រហ័សរួចហើយក៏បានប្រប្រាស់ធម្មពលរលឿនរបស់គេហោះចាក់ចេញទៅនឹងហើយក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងកាត់ចូលមកក្នុងព្រៃនៃប្រលឹងវិញ្ញាណដដែលឈិនធានកំពុងតែត្រូវបានវិញ្ញាណសត្វជាច្រើនកំពុងតែហុំព័ទ្ធនៅទីនោះដែលវិញ្ញាណទាំងអស់នោះកំពុងតែបើកការវាប្រហារទៅលើគេពេលដែលឃើញបែបនោះឈិនក៏បានវាមួយដៃប៉ុន្តែមិនអាចធ្វើអ្វីពួកគេបាននោះឡើយថយមកខាងក្រោយបន្តិចបន្តហក់គេចពីការវាប្រហារពីសត្វវិញ្ញាណទាំងអស់នោះដោយបានបន្លឺឡើងថាការវាប្រហារធម្មតាគឺគ្មានប្រយោជន៍ជាមួយនឹងសត្វវិញ្ញាណក្រៅភពទាំងនេះនោះទេយើងត្រូវតែសាកល្បងយុទ្ធសាស្ត្រមួយនេះបញ្ចេញនៅដៅរបស់គេរួចហើយបើការវាប្រហារទៅធ្វើឲ្យវិញ្ញាណក្រៅភពទាំងអស់នោះបានបែករលាយអស់រួចហើយក៏បានចាប់កាន់នៅដៅរបស់គេឡើងមកប៉ុន្តែរាងកាយរបស់គេក៏បានស្រូបយកនៃធម្មពលដើមនោះចូលទៅក្នុងខ្លួនធ្វើឲ្យរាងកាយរបស់គេឡើងជាសញ្ញារន្ទះពេញរាងកាយរួចហើយមានការជឿចាប់យ៉ាងខ្លាំងដូចនិយាយថាតើនេះជាធម្មពលអ្វីទៅហេតុអ្វីបានជារាងកាយរបស់ខ្ញុំដូចជាមិនអាចទ្រាំបាននោះទេខ្ញុំត្រូវតែរំងាប់ធម្មពលនេះឲ្យបានឆាប់រហ័សរួចហើយក៏បានអង្គុយសម្រួលនៃធម្មពលរបស់គេរាងកាយបានអណ្ដែតទៅលើលំហរួចសម្រួលនៃកម្លាំងធាតុបន្តិចបំផ្ទុះធម្មពលប៊ឹងចុះមកខាងក្រោមវិញរួចបាននិយាយថា6ឆ្នាំមកហើយនៅទីបំផុតខ្ញុំអាចទម្លុះទៅកម្រិតទី8ហើយសម្លឹងមើលឆ្វេងស្ដាំបន្តិចរួចក៏បានបើកភ្នែកមេឃារបស់គេដោយបានបន្តនិយាយទៀតថាខ្ញុំអាចសម្លឹងឃើញមជ្ឈដ្ឋានជុំវិញក្នុងព្រៃនេះកាន់តែច្បាស់តើមកពីខ្ញុំបានស្រូបយកវិញ្ញាណក្រៅភពទាំងអស់នោះមែនទេនៅទីបំផុតខ្ញុំក៏អាចចេញទៅក្រៅវិញបានហើយឈិនវូអ្នកនៅពីខាងក្រោយរឿងនេះទាំងអស់ពួកយើងនឹងបានជួបគ្នាម្ដងទៀតឆាប់ៗនេះរួចហើយក៏បានដើរបន្តចេញទៅដោយពេលនោះក៏ឃើញវិញ្ញាណមួយបានហោះចូលទៅពីខាងក្រោយរាងកាយរបស់គេដោយបន្តនៅតាមផ្លូវឈិនធានគេក៏បន្តនិយាយទៀតថានៅក្នុងព្រៃមានគ្រោះថ្នាក់ខ្លាំងណាស់នៅក្នុងពេលយប់ដូច្នេះខ្ញុំនឹងសម្រាកនៅជន្លងភ្នំនេះមួយយប់សិនតើចិញ្ចៀននេះមកពីណាទៅបន្ទាប់ពីនិយាយឲ្យសម្លឹងទៅចិញ្ចៀនភ្លាមនោះដាវមួយក៏បានផុសឡើងនៅមុខរបស់គេចាប់ចូលទៅក្នុងដៃរួចក៏បានដកស្រោមមើលដោយលន់មាត់ថាពិតជាដាវល្អណាស់ដោយបានបន្តសម្លឹងទៅមើលចិញ្ចៀននោះទៀតភ្លាមនោះក៏មានគម្ពីរពីរក្បាលបានហោះចេញពីចិញ្ចៀននោះមកទៀតដោយឈិនធានគេក៏បន្តនិយាយថាគម្ពីរព្រិលតកកនិងគម្ពីរដាវពិតជាមានអាចកំបាំងបែបនេះនៅក្នុងពិភពលោកមែនវាមានភាពសាស្ត្រាល់ជាងចលនាដែលខ្ញុំធ្លាប់ឃើញមកទៀតហើយបន្តនិយាយទៅកាន់ចិញ្ចៀនមួយនោះទៀតថាវាបានជួយខ្ញុំឲ្យរួចផុតពីគ្រោះថ្នាក់ថែមទាំងឲ្យខ្ញុំទទួលបានទ្រព្យសម្បត្តិជាច្រើនទៀតផងវាពិតជាដូចអធិរាជដាវបាននិយាយមែនសាច់រឿងកាត់មកដល់ពេលព្រឹកឈិនធានគេក៏បានហ្វឹកហាត់ជាមួយនឹងក្បាច់ដាវថ្មីរបស់គេកាប់តែមួយស្នីតធ្វើឲ្យទៀងថ្មដែលនៅទីនោះមានស្នាមរហែកយ៉ាងខ្លាំងរួចហើយក៏បានហ្វឹកហាត់ជាមួយនឹងយុទ្ធសាស្ត្រព្រះអាទិត្យនិងព្រះច័ន្ទដោយគ្មានស្រមោលស្នៀឋានស៊ូនិងផែនដីគ្មានធូលីដោយបានបន្តហក់ទៅខាងលើជាមួយនឹងស្នៀតព្រិលធ្លាក់យ៉ាងស្ងប់ស្ងាត់បន្ថែមជាមួយនឹងខ្យល់ឆ្លងកាត់ដោយគ្មានការបន្សល់ដានបន្ទាប់ពីហ្វឹកហាត់រួចហើយគេក៏បាននិយាយឡើងទៀតថាការប្រឹងប្រែងរបស់ខ្ញុំមួយយប់នៅទីបំផុតវាបានសម្រេចហើយដាវមួយប៉ុន្តែធ្វើឲ្យមានភាពខុសគ្នាបន្តិចបន្តួចបានប៉ុន្តែខ្ញុំនៅតែមិនអាចប្រើវិធីនេះក្នុងការដើរក្នុងខ្យល់និងព្រិលធ្លាក់នោះទេខ្ញុំក៏មិនដឹងថាបុព្វបុរសរូបណាដែលបានឲ្យទ្រព្យកំណប់ទាំងអស់នេះមកខ្ញុំនោះទេវាពិតជាអស្ចារ្យមែនភ្លាមនោះគេហាក់បីដូចជាដឹងថាមានមនុស្សមកពីខាងក្រោយដោយបានបែរទៅរកហើយស្រែកសួរថាតើនរណាកំពុងតែចូលមកនឹងហើយបុរសម្នាក់នោះដែលបានចូលមកគាត់មានឈ្មោះថាវូសាងហៅជាសិស្សមកពីសំណាក់ធានសុងដោយគេក៏បាននិយាយឡើងថាតើអ្នកណាហ៊ានចូលមកកាន់ទឹកដីរបស់ខ្ញុំតើអ្នកចង់ស្លាប់មែនទេមើលទៅអ្នកដូចជាមនុស្សមកពីខាងក្រៅពិតជាក្លាហានខ្លាំងណាស់ហេតុអ្វីបានជាអ្នកមិនលុតចង្គង់ថ្វាយបង្គំខ្ញុំពេលដែលឃើញសិស្សច្បងដែលនៅខាងក្នុងដោយឈិនធានគេមិនបាននិយាយអ្វីនោះឡើយបើកនៅភ្នែកមេឃារបស់គេសម្លឹងទៅមើលរាងកាយរបស់សាងហៅហើយគិតក្នុងចិត្តថាគេមានកម្រិតយុទ្ធសាស្ត្រទី7នៃសិល្បៈក្បាច់គុណខ្ញុំមិនគូប្រយុទ្ធជាមួយនឹងគេក្នុងពេលនេះនោះទេដូច្នេះត្រូវតែរកឱកាសគេចេញពីទីនេះសិនសាងហៅគេក៏បានសើចហើយនិយាយថាឯងធ្វើជាថ្លង់ទៀតផងឆាប់លុតចង្គង់ចុះហើយថ្វាយបង្គំខ្ញុំ3ដងភ្លាមរួចហើយគ្រាន់តែហៅខ្ញុំថាជីតាវាទៅនឹងចប់រឿងហើយឈិនធានចរិតដដែលអបដៃហើយនិយាយថាតើខ្ញុំគូតែហៅអ្នកថាយ៉ាងម៉េចសាងហៅគេក៏បានឆោតហើយនិ
និយាយថាលោកតាដោយឈិនធានគេក៏បានតបទៅវិញថាល្អណាស់ចៅប្រុសពេលដែលស្ដាប់ឮបែបនោះសាងហៅគេក៏បានខឹងយ៉ាងខ្លាំងហើយនិយាយថាឯងហ៊ានបោកប្រាស់ខ្ញុំឲ្យហៅឯងផងមិននិយាយច្រើននោះទេហក់ចូលជាមួយនឹងយុទ្ធសាស្ត្ររបស់គេភ្លាមនោះឈិនធានក៏បានប្រើប្រាស់យុទ្ធសាស្ត្រដៅរបស់គេទៅទប់រងរួចហើយក៏បានបន្លាស់ទីរត់ចេញពីទីនោះសាងហៅគេក៏បានដេញតាមពីខាងក្រោយដោយពួកគេទាំងពីរនាក់បានប្រើប្រាស់នឹងល្បឿនដ៏លឿនរបស់គេរត់ដេញគ្នាពេញទៅក្នុងព្រៃខណៈពេលដែលកំពុងតែដេញសាងហៅគេក៏បានគិតហើយនិយាយថាបុរសម្នាក់នេះពិតជាសិស្សមកពីខាងក្រៅមែនការវាប្រហារដល់ក្បាច់ដៅរបស់គេអមិញមិញគឺមានកម្រិតធម្មពលរួចហើយគេក៏បានប្រើប្រាស់ធម្មពលរបស់គេដេញវាពីខាងក្រោយពឹងឈិនធានគេមិនបានតបតនោះឡើយបានត្រឹមតែរត់គេចពេលដែលឃើញបែបនោះសាងហៅគេក៏បានប្រើប្រាស់យុទ្ធសាស្ត្ររបស់គេវាចេញឈិនធានបានគេចផុតបន្តិចហើយធម្មពលមួយនោះបានហៀបទៅនឹងដល់រាងកាយរបស់ស្រីស្អាតម្នាក់ហើយប៉ុន្តែត្រូវបាននាងកាប់មួយដាវបំបែកនៃធម្មពលមួយនោះឈិនធានដែលកំពុងតែរត់គេចហៀបនឹងបុករាងកាយរបស់ស្រីស្អាតមួយនោះទៅហើយប៉ុន្តែគេក៏បានងាកបន្តិចរួចហើយក៏បានចាប់ចង្កេះនាងត្រកងរាងកាយចុះមកខាងក្រោមដោយកែវភ្នែករបស់គេទាំងពីរបានសម្លឹងមើលគ្នាយ៉ាងឥតរមូតដោយឈិនធានគេក៏បាននិយាយទៅកាន់នាងថាមានការអ្វីដែរឬទេនាងលឺយួននឹងហើយស្រីស្អាតម្នាក់នេះនាងមានឈ្មោះថាលឺយួនដែលជាសិស្សរបស់សំណាក់ធានសុងនាងបំរុងតបទៅហើយភ្លាមនោះក៏ឃើញអបិសាងហៅហក់មកវាប្រហារពីខាងក្រោយឈិនធានបើកនៅភ្នែកមេឃារបស់គេកិច្ចពីការវាប្រហារមួយនោះរួចហើយប្រប្រាស់ធម្មពលរបស់គេវាបកទៅវិញកិច្ចផុតបន្តិចរួចហើយក៏បានដកដៃដែលបានអបទៅលឺយួនរួចនិយាយទៅកាន់អបិសាងហៅថាខ្ញុំគ្រាន់តែលោលេងជាមួយនឹងអ្នកតែប៉ុណ្ណោះហេតុអ្វីបានជាអ្នកចង់សម្លាប់ខ្ញុំពេលនោះលឺយួននាងក៏បានគិតក្នុងចិត្តថាគេគឺនៅក្នុងកម្រិតអ្នកប្រយុទ្ធដែលអាចធ្វើឲ្យសាងហៅរងរបួសបានពេលនោះសាងហៅគេក៏បានយកដៃរបស់គេជួទៅលើមុខឃើញឈាមហើយនិយាយថាមុខរបស់ខ្ញុំពិតជាត្រូវបានរងរបួសដោយសារតែអានេះមែនទេកំហឹងរបស់គេកាន់តែខ្លាំងឡើងរួចហើយស្រែកបញ្ចេញនូវយុទ្ធសាស្ត្ររបស់គេឡើងមកហើយបាននិយាយទៀតថាយើងមិនអត់ទោសឲ្យឯងនោះទេពេលដែលឃើញបែបនោះឈិនធានគេក៏បាននិយាយថាហេតុអ្វីបានជាលោកចង់សម្លាប់ខ្ញុំភ្លាមនោះគេក៏បានគិតក្នុងចិត្តថាហេតុអ្វីហាក់ដូចជាខ្ញុំអាចស្គាល់ពួកគេអញ្ចឹងដូច្នេះខ្ញុំត្រូវតែរកផ្លូវចេញពីទីនេះឲ្យបានលឿនបំផុតចំណែកឯសាងហៅគេក៏បានបញ្ចេញនូវយុទ្ធសាស្ត្រជាមួយនឹងដៅរបស់គេឡើងមកហើយបន្តនិយាយថាអាលអិតឯងមិនអាចគិតផុតពីខ្ញុំបាននោះទេធម្មពលដៅរន្ធត់កាប់ចេញមួយដៅចំហាយនៃធម្មពលពេញមួយទំហឹងទៅវាប្រហារឈិនធានពេលដែលឃើញបែបនោះឈិនធានគេមិនបានកិច្ចនោះឡើយឈោសម្លឹងហើយគិតក្នុងចិត្តថាចប់ហើយខ្ញុំរួចហើយគេក៏បាននឹកឃើញហើយបិទភ្នែកហើយនិយាយថាយុទ្ធសាស្ត្រខ្យល់ឆ្លងកាត់ដោយគ្មានបន្សល់ដានធម្មពលដៅរបស់សាងហៅបានផ្ទុះឡើងបឹងហើយដេញជោគពេលដែលឃើញបែបនោះគេក៏បានសប្បាយចិត្តយ៉ាងខ្លាំងហើយច្រត់ចង្កេះរួចនិយាយថាឯងហ៊ានធ្វើបាបខ្ញុំឯងប្រកាសជាស្លាប់ភ្លាមនោះគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញឈិនធានបានបងខ្លាញ់ខ្លួនឡើងមកវិញជាមួយនឹងយុទ្ធសាស្ត្រខ្យល់ព្យុះព្រិលធ្លាក់ធ្វើឲ្យគេខ្ទាតប៉ាងមកខាងក្រៅបន្តិចរួចហើយឈិនធានក៏បានបំលាស់ទីទៅខាងលើលំហសាងហៅបន្ទាប់ពីទប់រងនៅចំហាយធម្មពលរួចហើយគេក៏បានប្រើប្រាស់ដៅរបស់គេវាប្រហារទៅកិច្ចផុតបន្តិចឈិនធានបានញញឹមហក់ចូលទៅវាប្រហារវិញកាប់ឆ្វេងកាប់ស្ដាំមួយដៅទប់រងបានបន្តិចទៅខាងក្រោយបន្តវាប្រហារគ្នាចុះឡើងថយមកខាងក្រោយឈិនធានក៏បាននិយាយថាលោកមានកម្រិតធម្មពលទី7គឺគ្មានអ្វីលើសពីនេះនោះទេសាងហៅគេក៏បានខឹងយ៉ាងខ្លាំងហើយនិយាយថាតើនេះជាអ្នកណាឈិនធានក៏បានតបទៅវិញថាតើលោកភ្លេចហើយមែនទេទើបតែហៅខ្ញុំអមិញនោះទេខ្ញុំគឺជាលោកតារបស់លោកនឹងហើយឈ្មោះថាឈិនធានរួចហើយក៏បានហោះចេញទៅដោយបានស្រែកផ្ដាំថាស្រីស្អាតជួបគ្នានៅពេលក្រោយពេលនោះលឺយៀនដែលបានស្ដាប់លឺនាងក៏បាននិយាយថាឈិនធានគេគឺជាមនុស្សគួរឲ្យចាប់អារម្មណ៍ឯសាងហៅវិញគេក៏បានខឹងយ៉ាងខ្លាំងហើយនិយាយថាខ្ញុំនឹងមិនឲ្យអ្នករួចខ្លួននោះទេកាត់មកជ្រលងព្រៃធានសុងដោយឈិនធានគេក៏បានសម្រាលខ្លួនមកដល់ទីនោះដោយបានគេក្នុងចិត្តថានៅខាងមុខគឺជាជ្រលងព្រៃធានសុងឆ្លងកាត់ទៅខាងមុខអ្នកនឹងជួបទីប្រជុំជនមួយភ្លាមនោះគេក៏បានឮសំឡេងមនុស្សនៅក្នុងព្រៃហើយក៏បានឈប់សាច់រឿងរបស់យើងក៏បានឃើញមនុស្សមួយក្រុមជាមួយនឹងបិសាចចចកមួយក្បាលដ៏ធំសម្បើមបានដើរសម្ដៅទៅរកពួកគេហើយស្រែកបញ្ចេញនូវសម្ដែងរបស់គេយ៉ាងខុសខើសម្រុកចូលទៅវាប្រហារភ្លាមនោះអបិម្នាក់ដែលឈ្មោះយូសាងស៊ីគេក៏បានបញ្ចេញនូវដាវរបស់គេសម្រុកចូលទៅហក់កាប់ពេញមួយទំហឹងប៉ុន្តែត្រូវបានបិសាចចចកដ៏ធំសម្បើមមនុស្សខំដាវរបស់គេជាប់ក្រវាសឲ្យឃ្លាតប៉ាងមកខាងក្រោយរួចហើយសម្រុកចូលទៅវាត្របាក់ពីខាងលើសាងស៊ីគេក៏បានយកដាវរបស់គេទប់រងដោយសារកម្លាំងរបស់បិសាចចចកខ្លាំងពេកគេក៏បានស្រែកហៅថាអាខ្លាឃ្មុំស្មានណាបាត់ឯងមកជួយយើងភ្លាមនោះបរិសម្នាក់ដែលមានឈ្មោះថាអាខ្លាឃ្មុំដៃគេក៏បានហក់ចូលមកប្រើនៅកំដាប់ដៃរបស់គេវាយទៅមិនទាន់ទាំងដល់ផងត្រូវបានបិសាចចចកចាប់ក្រវែងសាងស៊ីប៉ាងបំបុកនឹងគ្នាធ្លាក់មកខាងក្រោមវិញភ្លាមនោះផងដែរយើងក៏បានឃើញអបិជេកម្នាក់គេរត់ចូលទៅដែលមានឈ្មោះថាស៊ីងយីប្រើប្រាស់នៅយុទ្ធសាស្ត្ររបស់គេវាប្រហារទៅរកចចកបិសាចនោះពេលដែលឃើញបិសាចចចកគេក៏បានហាមាត់លេបនៅដុំធម្មពលមួយនោះធ្វើឲ្យស៊ីងយីគេមានការភ្ញាក់ផ្អើលហើយនិយាយថាអាសត្វមួយក្បាលនេះវាអាចលេបដុំធម្មពលជាអាហារបានសាងស៊ីបន្ទាប់ពីងើបឡើងមកវិញខឹងយ៉ាងខ្លាំងហើយនិយាយស្ដីទៅឲ្យអាពីរនាក់នោះថាឯទាំងពីរនាក់គ្មានប្រយោជន៍ទល់តែសោះពេលនោះក៏បានលេចឡើងនៅស្រីស្អាតម្នាក់ដែលនាងមានឈ្មោះថាអ៊ីវ៉ាន់នាងក៏បានហក់ចូលជាមួយនឹងធម្មពលរបស់នាងដោយបានបន្លឺឡើងថាបិសាចចចកកំណាចនាងក៏មើងងាយសមត្ថភាពអំណាចនៃធម្មពលរបស់ខ្ញុំឲ្យសោះបងវិលខ្លួនបន្តិចបញ្ចេញនៅធម្មពលប្រៀបបានដូចជាព្រួញបាញ់ចេញទៅមិនទាន់ទាំងបានចេញផងក៏បានត្រូវជាប់គៀងតែធ្វើឲ្យនាងរអ៊ូថាហេតុអ្វីបានជាប្រការមិនបានអញ្ចឹងរួចហើយក៏បានធ្លាក់ផ្កាប់មុខទៅនឹងដីងើបមុខមកវិញពេលនោះចចកបិសាចគេក៏បានប្រើប្រាស់នៅធម្មពលដែលបានលេបចូលអំបញ្ញមិញបញ្ចេញ
វាប្រហារទៅរកស្រីស្អាតអ៊ីវ៉ាន់ភ្លាមនោះប្រសង្ហាជីសេសមកជួយស្អាតគឺជាធានគេក៏បានហក់ចូលមកជាមួយនឹងធម្មពលដៅដ៏សន្ធោសន្ធៅរបស់គេចាក់ចូលទៅក្នុងដីបន្ទោះជាធម្មពលធ្វើឲ្យបិសាចចកខ្ទុះបឹងហុយដីជោគពេលនោះស្រីស្អាតអ៊ីវ៉ាន់នាងក៏បានរអ៊ូថាពិតជាគូអាម៉ាស់ខ្លាំងណាស់ដោយឈិនធានបានងាកមកវិញជាមួយនឹងសម្រស់ដ៏ស្រស់សង្ហារបស់គេធ្វើឲ្យភីងតែម្ដងចំពោះមុខនាងរួចហើយឈិនធានគេក៏បានឆោងដៃទៅចាប់ដៃរបស់ស្រីស្អាតអ៊ីវ៉ាន់ធ្វើឲ្យនាងអៀនបន្តិចផងដែរហើយនិយាយថាអរគុណអ្នកប្រុសហើយខ្ញុំឈ្មោះអ៊ីវ៉ាន់ហើយនោះក៏ជាបងប្រុសរបស់ខ្ញុំទីស៊ឺហើយនឹងយូសាំងស៊ីហើយម្នាក់ទៀតជាប្អូនប្រុសរបស់ខ្ញុំឈ្មោះស៊ីងយីឈិនធានពេលដែលសម្លឹងទៅមើលស៊ីងយីហើយគេក៏អេះឲ្យបន្តិចហើយនិយាយថាតើនោះជាប្អូនប្រុសរបស់នាងមែនទេចំណែកខ្ញុំឈ្មោះថាឈិនធានពេលដែលស្ដាប់ឮបែបនោះស៊ីងយីគេក៏បានលន់មាត់ថានេះគឺជាមនុស្សដែលចាញ់ម្នាក់នោះមែនទេនឹងហើយឈិនធានគឺជាមនុស្សល្បីម្នាក់នោះពេលនោះសាំងស៊ីគេក៏បាននិយាយថាឥតប្រយោជន៍តើឯងឈួតហើយមែនទេតើពួកឯងចង់បានជំនួយពីមនុស្សចោលម៉ាស៊ីនបែបនេះមែនទេពេលដែលស្ដាប់ឮឈិនធានគេក៏បានគេក្នុងចិត្តថាតើខ្ញុំធ្លាប់ល្បីរឿងអ្វីទៅស្របពេលនោះដែរបិសាចចកគេក៏បានដឹងខ្លួនវិញស្រែកបញ្ចេញនូវសម្ដែងរបស់គេឡើងមកយ៉ាងសន្ធោសន្ធៅសម្រុកចូលមកវាប្រហារអ្នកទាំង5នាក់នោះដោយសាំងស៊ីចរិតគេក៏បាននិយាយទៅកាន់ឈិនធានថាឯងមិនចាំបាច់ប្រយុទ្ធជាមួយនឹងពួកយើងនោះទេរួចហើយក្រុមរបស់គេទាំង4នាក់បានសម្រុកចូលទៅវាបិសាចចកមួយនោះមិនទាន់ទាំងដល់ផងបិសាចចកបានស្រែកបញ្ចេញនូវសម្ដែងរបស់គេធ្វើឲ្យអ្នកទាំង4បានខ្ទាតប៉ាំងទៅខាងក្រោយងើបឡើងមកវិញដោយរបួសរៀងខ្លួនផងដែរសាំងស៊ីគេក៏បានសម្លឹងទៅមើលឈិនធានដោយមានល្បិចរួចគិតក្នុងចិត្តថាអាលបែបនេះគេកំពុងតែរងចាំពួកយើងសម្លាប់បិសាចចកហើយទទួលយកផលប្រយោជន៍បន្ទាប់មកគេក៏បានប្រើប្រាស់ធម្មពលរបស់គេទៅវាប្រហារបិសាចចកដើម្បីបញ្ឆោតឲ្យបិសាចចកតាមវាប្រហារគេបន្ទាប់ពីរត់បងវាយចុះបងវាយឡើងហើយគេក៏បានបញ្ឆោតបិសាចចកឲ្យសម្រុកចូលទៅវាប្រហារឈិនធានចង្គមរបស់បិសាចចករៀបនឹងដល់រាងកាយរបស់ឈិនធានទៅហើយប៉ុន្តែគេមិនមានប្រតិកម្មអ្វីទាំងអស់បាននិយាយថាឯងពិតជាខុសខើជាងបិសាចនេះទៅទៀតបន្លាស់ទីជាមួយលបឿននៅលឿនរបស់គេហើយប្រើប្រាស់នឹងក្បាច់ដៅពេលនោះរាងកាយរបស់បិសាចចកក៏បានផ្ទុះឡើងបឹងដេកស្លាប់នៅនឹងកន្លែងបញ្ចូលដៅទៅក្នុងស្រោមវិញពេលនោះស៊ីងយីពេលដែលឃើញបែបនោះហើយគេក៏បានរំភើបហើយនិយាយថាពិតជាសង្ហាមែនបន្ទាប់ពីទីស៊ឺហៅខ្លាឃ្មុំដៃគេចម្រាញ់បិសាចចកនោះខ្លាយទៅជាស្នូលសត្វវិញ្ញាណរួចហើយគេក៏បាននិយាយថាស្នូលសត្វវិញ្ញាណមួយនេះល្មមនឹងដូរយកថ្នាំបាន2គ្រាប់អ្នកប្រុសនេះគឺជារបស់អ្នកបោះចូលទៅឲ្យឈិនធានភ្លាមនោះធ្វើឲ្យសាំងស៊ីគេក៏បានខឹងយ៉ាងខ្លាំងហើយនិយាយថាពិតជាលេងសើចពេកហើយគឺខ្ញុំនោះទេដែលជាអ្នកបញ្ឆោតបិសាចចកនោះឲ្យអស់ធម្មពលបានជាគេអាចសម្លាប់បិសាចចកនោះបានហើយអ្វីបានជាប្រកុលស្នូលសត្វវិញ្ញាណឲ្យគេដោយរបៀបណាពេលនោះទីស៊ឺគេក៏បាននិយាយថាសាំងស៊ីលោកគេថាខ្ញុំខ្វាក់ភ្នែកមែនទេអំមិញនេះអ្នកកំពុងតែគិតពីវិធីឆ្មោក្រកដើម្បីធ្វើបាបអ្នកក្លាហានឈិនធានហើយអ្នកបែរជាមិនខ្មាស់អេនថែមទៀងមកចង់បានស្នូលសត្វវិញ្ញាណទៀតផងពិតជាអត់គេខ្មាស់មែនពេលនោះសាំងស៊ីគេក៏បានខឹងហើយនិយាយថាតើពួកឯងប៉ុន្មានអ្នកចង់បះបោជាមួយនឹងយើងមែនទេប្រសិនបើពួកឯងមានប្រកុលស្នូលសត្វវិញ្ញាណឲ្យមកខ្ញុំនោះទេបងប្រុសរបស់ខ្ញុំច្បាស់ជាមិនទុកពួកឯងនោះទេពេលនោះឈិនធានគេក៏បានទូថាតើបងប្រុសរបស់ឯងគឺជាអ្នកណាស្រីស្អាតអ៊ីវ៉ាន់នាងក៏បានឆ្លើយជំនួសថាបងប្រុសរបស់គេគឺជាយូសាងហៅដែលជាសិស្សច្បងទី5នៅក្នុងសំណាក់ខាងក្នុងកម្រិតយុទ្ធសាស្ត្ររបស់គេគឺកម្រិតទី7នៃសិល្បៈក្បាច់គុនហើយគេក៏មានធម្មពលវិញ្ញាណដៅថែមទាំងសាហាវទៀតផងឈិនធានពេលដែលស្ដាប់ឮបែបនោះហើយនិយាយថាបងប្អូនរបស់ឯងទាំងពីរនាក់ពិតជាមានចរិតដូចគ្នាមែនសាំងស៊ីគេក៏បានបញ្ចេញដៅរបស់គេចង្អុលទៅរកឈិនធានហើយនិយាយថាពុកម៉ែរបស់យើងមិនហ៊ានជេរយើងបែបនេះនោះទេបែរជាឯងហ៊ានស្ដីបន្ទោសយើងបែបនេះផងប្រសិនបើឯងមានប្រាជ្ញាប្រគល់នៅស្នូលសត្វវិញ្ញាណឲ្យយើងនោះទេឈិនធានគេក៏បាននិយាយតបទៅវិញថាពួកបងប្អូនឯងទាំងពីរនាក់ចង់យកជីវិតរបស់យើងពេលនេះខ្ញុំនឹងឲ្យឯងភ្លក់រសជាតិវាម្ដងដកនៅដៅរបស់គេចេញពីស្រោមតែបន្តិចពេលនោះសាំងស៊ីក៏បានដួលផ្កាប់មកស្លាប់នៅទីនោះតែម្ដងធ្វើឲ្យគ្នារបស់គេមានការភ្ញាក់ផ្អើលដោយអ៊ីវ៉ាន់នាងក៏បានលន់មាត់ថាឈិនធានលោកបានសម្លាប់គេចំណែកឯឈិនធានគេមិនខ្វល់នោះឡើយគេបានរឹបអូសយកគម្ពីរពីខ្លួនរបស់សាំងស៊ីដោយបាននិយាយថានេះគឺជាគម្ពីរជំនាញក្បាច់ដៅពណ៌លឿងកម្រិតថ្នាក់ខ្ពស់ខ្ញុំនឹងយកទុកវាដើម្បីបង្កើតធម្មពលបំផ្ទុះរបស់ខ្ញុំរួចហើយក៏បាននិយាយទៅកាន់អ្នកទាំង3ថាកុំបារម្ភអីមនុស្សម្នាក់នេះទុកឲ្យខ្ញុំជាអ្នកទទួលខុសត្រូវនៃការស្លាប់របស់គេប្រាប់ថាមិនទាក់ទងជាមួយនឹងពួកអ្នកនោះទេសំឡឹងមើលមកគ្នាបន្តិចទីស៊ឺគេក៏បាននិយាយថាធានអ្នកនិយាយបែបនេះដូចជាមើងងាយខ្ញុំអញ្ចឹងសាំងស៊ីគេប្រៀបដូចជាឆ្កែអញ្ចឹងចូលចិត្តសំឡត់មិត្តរួមការងាររៀងរាល់ពេលនៅក្នុងថ្ងៃនេះរឿងទាំងអស់ក៏ទាក់ទងនឹងខ្ញុំដែរចំណែកអ៊ីវ៉ាន់នាងហាក់បីដូចជាអេះអុចបន្តិចហើយនិយាយថាខ្ញុំផងដែរភ្ញាក់ខ្លួនឡើងបន្តិចហើយនិយាយទៀតថាបេសកកម្មប្រមាញ់ស្នូលសត្វវិញ្ញាណមិនទាន់ចប់នៅឡើយនោះទេឈិនធានតើនាងអាចជួយពួកយើងបានដែរឬទេចំណែកឯប្រុសសង្ហាឈិនធានរបស់យើងវិញមិនចង្អៀតចង្អល់នោះទេបាននិយាយថាតោះពួកយើងតាមខ្ញុំមកកាត់មកវាមានគ្រូសាឈិនពេលនោះមានបុរសម្នាក់ដែលមានឈ្មោះថាឈិនបាធានដើរចូលមកដល់ហើយនិយាយថាមើលទៅពិតជាគួរឲ្យរំភើបខ្លាំងណាស់កិច្ចប្រជុំប្រចាំឆ្នាំនៅក្នុងគ្រូសាឈិនបានចូលមកដល់ហើយវាជាសេចក្តីរីករាយដ៏អស្ចារ្យមួយតើទងជាតិពើសនៅពីពេញទីធ្លាទីនេះមានភាពទាន់សម័យកំណត់ណាហើយឡៅលាវយករបស់ទាំងអស់នេះចេញជាបន្ទាន់ភ្លាមហើយរៀបចំដាក់ពណ៌ក្រហមទាំងអស់ពេលនោះឡៅលាវដែលជាព្រឹទ្ធាចារ្យទី6នៅក្នុងគ្រូសាឈិនគេក៏បានតបទៅវិញថាលោកម្ចាស់ដំណឹងនៃការស្លាប់របស់ឈិនធានបានមកពីសំណាក់ធានសុងនេះគឺជាឱកាសដែលព្រះប្រទាន
មានពោមកឥឡូវនេះព្រឹត្តិការណ៍ទី3គាត់ក៏នៅខាងយើងដែរខ្ញុំខ្លាចតំណែងរបស់គាត់ជាបុព្វបុរសមានសវត្ថភាពនោះទេកិច្ចប្រជុំនៅក្នុងឆ្នាំនេះពួកយើងត្រូវតែឲ្យគាត់ចុះចេញពីតំណែងទាំងស្រុងហើយតំណែងនឹងត្រូវបានកាន់កាប់ដោយលោកម្ចាស់បាទធានគេក៏បាននិយាយថាតើលោកកំពុងតែនិយាយអំពីអ្វីពួកគេទាំងអស់សុទ្ធតែជាបងប្អូនរបស់យើងអ្នកណាកាន់តំណែងក៏មានខុសគ្នានោះដែរប៉ុន្តែតំណែងបន្ទាប់គឺត្រូវធាក់ទៅលើកូនទី2ប៉ុន្តែគេម្នាក់នោះគឺខ្សោយពីធម្មជាតិវាពិបាកខ្លាំងណាស់ក្នុងខ្លាយទៅជាអ្នកកាន់តំណែងវិមានមួយនេះវាគូតែខ្លាយជារបស់ខ្ញុំកាលតាំងពី20ឆ្នាំមុនកាត់មកក្នុងបន្ទប់ពេលនោះយើងក៏បានឮសំឡេងរបស់ព្រឹទ្ធាចារ្យម្នាក់កំពុងតែរាយការណ៍ប្រាប់ទៅលោកម្ចាស់របស់គេថាការប្រជុំប្រចាំឆ្នាំរបស់បុព្វបុរសចូលមកដល់ហើយសៀវក៏មិនទាន់រឹងមាំត្រឡប់មកវិញផងដែរប្រសិនបើនៅតែមានខ្វល់ពីគ្រូសាឈិនទៀតខ្ញុំខ្លាចតែលោកម្ចាស់ផ្សេងទៀតប្រកាសជាបះបោមិនខាននឹងហើយបុរសម្នាក់នេះគាត់មានឈ្មោះថាឈិនហ្វាន់ដែលជាឪពុករបស់ឈិនធានហើយគាត់ក៏បានតបទៅវិញថាព្រឹទ្ធាចារ្យទី4នេះទៅមុនសិនទៅខ្ញុំនឹងបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំនៅក្នុងឆ្នាំនេះរួចហើយគាត់ក៏បានសម្លឹងទៅមើលកាកសំណល់ឆ្អឹងហើយនិយាយថាកូនប្រុសធានកាត់មកក្រុមរបស់ឈិនធានដែលកំពុងតែប្រមាញ់នៃស្នូលសត្វវិញ្ញាណគ្រាន់តែប្រើដៅតែមួយស្និតសត្វវិញ្ញាណទាំងអស់នោះក៏បានត្រូវស្លាប់អស់រលីងដោយស៊ីងយីគេក៏បានប្រើដៃរបស់គេស៊ូមមកទៅរូបរាងដ៏សង្ហារបស់ឈិនធានហើយបាននិយាយថាត្រឹមតែរយៈពេល3ថ្ងៃតែប៉ុណ្ណោះគាត់បានប្រើប្រាស់នៅស្និតដៅរបស់គាត់វាប្រហារជាមួយនឹងពួកសត្វវិញ្ញាណទាំងអស់នេះបើប្រៀបទៅជាមួយនឹងសាងស៊ីគេបានវឹកហាត់អស់រយៈពេល2ឆ្នាំកន្លងនោះក៏នៅតែមិនអាចប្រៀបទៅជាមួយនឹងបរិសសង្ហានេះបានសម្លេងរបស់ទីស៊ឺក៏បាននិយាយឡើងថាកុំប្រៀបធៀបគាត់ជាមួយនឹងគេឲ្យសោះខ្លាវិញ្ញាណភ្លេចបន្ទោលពួកគេគឺមានកម្រិតមធ្យមបើតាមសមត្ថភាពរបស់សាងស៊ីមិនអាចយកឈ្នះពួកគេបាននោះទេប៉ុន្តែអ្នកក្លាហានឈិនធានគាត់បានប្រើប្រាស់នឹងពួកខ្លាភ្លេចបន្ទោលទាំងអស់នេះដើម្បីវឹកហាត់ក្បាច់ដៃរបស់គាត់ហើយគាត់ក៏អាចចាត់ទុកថាជាមនុស្សលេខ1ក្នុងចំណោមនិកាយខាងក្រៅមើលទៅអ៊ីវ៉ាន់ដូចជាសម្រាប់យូរពេកបានតឹងសរសៃដៃសរសៃជើងពត់ខ្លួនបន្តិចនាងក៏បានរអ៊ូឡើងថាការតាមប្រមាញ់សត្វវិញ្ញាណពិតជាស្កប់ស្ងាត់ពេកហើយខ្ញុំធុញទ្រាំខ្លាំងណាស់នឹងហើយដែលមិនធុញទ្រាំបើមិនទាន់បានប្រយុទ្ធអ្វីផងអង្គុយតែលេងនឹងឈិនធានគេក៏បាននិយាយទៅកាន់ទីស៊ឺថានេះឆាប់ប្រមូលយកស្នុកវិញ្ញាណសត្វខ្លារន្ទះទាំងអស់នេះភ្លាមទៅវាដល់ពេលដែលពួកយើងត្រូវត្រឡប់ទៅនិកាយវិញហើយអ៊ីវ៉ាន់នាងក៏បានតបថាមិនអីនោះទេតោះពួកយើងប្រញាប់ប្រមូលវាទៅកាត់មកនិកាយធានសុងដែលជាទឹកដីរវាងឋានស៊ូហើយនិងផែនដីបន្ទាប់ពីក្រុមរបស់ឈិនធានបានចូលមកដល់ខាងមុខនិកាយគេក៏បានសម្លឹងទៅមើលខាងលើហើយនិយាយថាដំបងឡើយខ្ញុំគិតថាចាក់ចេញទៅខាងក្រៅដើម្បីស្វែងរកបាយគុណនិងវឹកហាត់នៃធម្មពលវាដល់ពេលហើយដែលខ្ញុំត្រឡប់មកវិញដើម្បីសងសឹកពេលនោះក៏មានអាប៉ែម្នាក់បានឃើញឈិនធានហើយគេក៏បានញីភ្នែកបន្តិចហើយនិយាយថាគឺជាអ្នកគឺជាមនុស្សបរាជ័យឈិនធានហើយអ្វីបានជាអ្នកមិនទាន់ស្លាប់ទៀតមិននិយាយច្រើននោះឡើយឈិនធានញញឹមបន្តិចបន្លាស់ទីពីទីនោះទាត់អាប៉ែនោះមួយជើងផឹងប៉ាងទៅបុកនឹងជាងនៅខាងក្រោយហើយធ្វើឲ្យគេមានការឈឺចុកចាប់ហើយរអ៊ូថាតើអ្នកហេតុអ្វីបានជាវាខ្ញុំអញ្ចឹងឈិនធានដើរចូលយ៉ាងសង្ហាហើយនិយាយថាដោយសារតែកម្លាំងរបស់អ្នកអនអ្នកអាចមើលថែបានត្រឹមតែមាត់ទ្វារប៉ុណ្ណោះអាប៉ែម្នាក់នោះបានយំរអ៊ូថាខ្ញុំគឺភ្លាមនោះសំឡេងរបស់ចែម្នាក់ក៏បានសែកបន្លឺពីខាងក្នុងមកថាភ្ញៀវដែលនៅខាងមុខវិមានបើគ្មានបញ្ហាអ្វីនោះទេសូមអនុញ្ញាតចូលមកខាងក្នុងនេះគឺជាភាគទី4នៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូបន្ទាប់ពីសំឡេងរបស់ចែម្នាក់បានអនុញ្ញាតឲ្យក្រុមរបស់គេចូលទៅខាងក្នុងហើយយើងក៏បានឃើញជើងដ៏ស្រឡូនកងអន្ទាក់ខ្លានៅលើតុហើយនិយាយទៅកាន់ក្រុមរបស់ឈិនធានថាហេតុអ្វីបានជាក្រុមរបស់អ្នកហ៊ានបង្កបញ្ហានៅក្នុងវិមានធានឌីតើនរណាម្នាក់ដែលជាអ្នកបង្កបញ្ហាមួយនេះពេលនោះពួកគេក៏បានលើកដៃធ្វើការគោរពសុំទោសហើយនិយាយថាមកពីពួកយើងមិនដឹងពីច្បាប់នៅទីនេះសូមអ្នកស្រីអធិស្ឋានឲ្យពួកយើងផងនឹងហើយចែម្នាក់នឹងនាងមានឈ្មោះថាស៊ូប៊ូយ៉ានាងក៏មិនបានយកទោសពេលអ្វីនោះឡើយនាងក៏បាននិយាយទៅវិញថាមិនអីនោះទេតើពូអ្នកមកទីនេះមានការអ្វីមែនទេបើគ្មានអ្វីកុំមករំខាននៃការអាវសិភៅរបស់ខ្ញុំពេលនោះឈិនធានក៏បានបង្ហាញនៅថងយាមមួយដែលពោពេញទៅដោយស្នូលសត្វវិញ្ញាណហើយបាននិយាយថាពួកយើងទាំង4នាក់មកទីនេះគឺចង់ដោះដូរស្នូលសត្វវិញ្ញាណជាមួយនឹងឱសថផ្លាស់ប្ដូរភាពរឹងមាំរបស់អ្នកស្រីបន្ទាប់ពីដាក់ទៅលើតុរួចហើយចែប៊ូយ៉ាក៏បានយកទុកហើយបង្ហាញនៅថ្នាំគ្រាប់យិនលីងចំនួន4ដបហើយនិយាយថានៅក្នុងមួយដបមានចំនួន12គ្រាប់ហើយចំនួនដែលនៅសល់អ្នកអាចជ្រើសរើសយកបានតាមដែលអ្នកចង់បាននៅខាងឆ្វេងដៃគឺជាការផ្លាស់ប្ដូរអាវុធនៅខាងស្ដាំដៃក៏ជាការផ្លាស់ប្ដូរក្បាច់គុណនិងអាចចម្លងយកបានពីក្នុងម្នាក់ហើយក្នុងប៉មវឹកហាត់នីមួយត្រូវបានជ្រើសយកតែម្នាក់តែប៉ុណ្ណោះប្រញាប់យកកុសលនេះទុកហើយចោះឈ្មោះភ្លាមទៅក្នុងរយៈពេល1ខែត្រូវតែត្រឡប់មកវិញបើមិនដូច្នោះទេវានឹងប៉ះពាល់ទៅដល់របាយការណ៍អន្តទានផ្ទាល់ខ្លួនពេលនោះទូស៊ីគេបែរជាឆ្ងល់ហើយស៊ូទៅចែប៊ូយ៉ាថាតើអ្នកនាងកំពុងតែអានសៀវភៅអ្វីទៅឬមួយក៏អ្នកនាងកំពុងតែគេពេលនោះចែគាត់ក៏បានតបមកវិញថាមិនបាច់ចង់ដឹងអ្វីនោះទេប្រញាប់ទទួលយកការផ្លាស់ប្ដូររបស់ពូអ្នកហើយចាក់ចេញឲ្យលឿនភ្លាមទៅបន្ទាប់ពីអរគុណហើយទទួលយកម្នាក់មួយយើងមើលទៅស្អីស្អាតអ៊ីវ៉ាន់នាងហាក់បីដូចជាចង់អូក្រឡាឈិនធានហើយនាងបាននិយាយថាឈិនធានពួកយើងទាំង3មានបំណងចង់ចូលទៅហ្វឹកហាត់នៃការផ្លាស់ប្ដូរអាវុធហើយចុះអ្នកវិញចង់ចូលរួមជាមួយនឹងពួកយើងទេឈិនធានគេក៏បានតបទៅវិញថាខ្ញុំនឹងចូលទៅក្នុងប៉មមួយនោះដើម្បីស្វែងរកសៀវភៅក្បាច់គុណមួយចំនួនបន្ទាប់មកយកវាទៅដើម្បីហ្វឹកហាត់អ៊ីវ៉ាន់នាងក៏បានអស់សង្ឃឹមបន្តិចហើយនិយាយថាអូខ្ញុំគ្រាន់តែស៊ូលេងនោះទេអញ្ចឹងជួបគ្នានៅពេលក្រោយភ្លាមនោះទីស៊ឺគេក៏បានមកកាត់ចង្វាក់ហើយនិយាយថាបានហើយខ្ញុំមិនអាចរងចាំទៀតបាននោះទេ
ប្រញាប់ឡើងរបស់ល្អៗដែលរងចាំពួកយើងជ្រើសរើសបន្ទាប់ពីពួកគេបានដាច់ផ្លូវគ្នាឈិនធានក៏បានចូលមកខាងក្នុងជាន់ទី1នៃបន្ទប់សៀវភៅពេលនោះបំរាមនៅក្នុងបន្ទប់បានបង្ហាញឡើងឈិនធានក៏បានអានវាឡើងថាសៀវភៅក្បាច់គុណដែលមានរចនាអាចបត់បែនបានប៉ុន្តែអំណាចរបស់វាគឺធម្មតាអ្វីត្បិតតែដៃរស័តដែលជាកាកសំណល់ទាំង8មួយនេះមានឥទ្ធិពលខ្លាំងយ៉ាងណាក្តីប៉ុន្តែការបាក់បិទគឺធំខ្លាំងណាស់ប៉ុន្តែមើលទៅវាហាក់ដូចជារញ៉េរញ៉ៃបន្តិចទេខ្ញុំមិនត្រូវការនោះទេដើរផងមើលផងរអ៊ូផងថាទោះជាយ៉ាងណាខ្ញុំត្រូវតែស្វែងរកសៀវភៅពីរក្បាលនោះឲ្យឃើញទោះបីវាមិនមានភាពល្អឥតខ្ចោះក៏ដោយបន្ទាប់ពីសម្លឹងទៅខាងលើចាប់អារម្មណ៍នឹងសៀវភៅមួយនោះរួចក៏បានយកមកមើលហើយបាននិយាយថារចនាបថទាំង10នៃក្បាច់ដាវបើបុគ្គលណាអាចសម្រេចនៃក្បាច់ដាវនេះរួចហើយប៉ុន្តែក្បាច់ដាវនេះមួយអាចបំបែកពិភពលោកបានសម្លឹងទៅមួយក្បាលទៀតហើយនិយាយទៀតថាវាគឺជាគ្រឿងសឹកប្រលឹងការពាររាងកាយអាចជួយធ្វើឲ្យរាងកាយរឹងមាំដូចជាថ្មសៀវភៅទាំងពីរក្បាលនេះមានប្រយោជន៍សម្រាប់ខ្ញុំណាស់បន្ទាប់ពីចម្លងសៀវភៅទាំងពីរក្បាលរួចហើយដាក់លើតុនៅមុខរបស់កញ្ញាប៊ូយ៉ានាងហាក់បីដូចជាភ្ញាក់ផ្អើលបន្តិចហើយនិយាយថាតើគូក្បាលរបស់អ្នកមានបញ្ហាហើយមែនទេសៀវភៅក្បាច់គុណទាំងពីរនេះពិបាកវឹកហាត់វាខ្លាំងណាស់គ្មាននរណាម្នាក់ចង់បាននោះទេលើពីនេះទៅទៀតវាគ្រាន់តែជាកាកសៀវភៅតែប៉ុណ្ណោះមើលទៅជាមួយនឹងការវឹកហាត់របស់អ្នកពិតជាខ្ជាខ្លាំងពេកហើយនៅក្នុងការខំប្រឹងប្រែងមួយនេះពេលនោះឈិនធានគេក៏បានលើកដៃធ្វើការគោរពហើយនិយាយថាប៉ុន្តែខ្ញុំជឿថាថ្ងៃណាមួយខ្ញុំនឹងអាចសម្រេចវាបានចាយនាងនៅតែឌឺនិយាយទៀតថាខ្ញុំពិតជាខឹងនឹងអ្នកខ្លាំងណាស់ខ្ញុំជាអ្នកគ្រប់គ្រងសៀវភៅទាំងពីរនេះដូច្នេះខ្ញុំមានតែប្រកល់ឲ្យអ្នកទៅចុះបន្ទាប់ពីទទួលយកហើយឈិនធានក៏បានធ្វើការគោរពអរគុណរួចហើយក៏បានដើរចាក់ចេញទៅទុកឲ្យចែគាត់មានចង្អុលហើយនិយាយក្នុងចិត្តថាឈិនធានខ្ញុំមិនដឹងថាអ្នកល្ងងពិតប្រកបនោះទេប៉ុន្តែមើលទៅសមត្ថភាពរបស់អ្នកពិតជាមិនធម្មតានោះទេកាត់មករុងភ្នំតង់ធានពេលនោះឈិនធានគេក៏បានមកដល់ហើយបើកនៅការវឹកហាត់រចនាបថទាំង10នៃក្បាច់ដាវគ្រាន់តែមួយស្និតបំបែកដោយថ្មខាងមុខខ្ទស់បឹងរួចហើយក៏បានវឹកហាត់នៅធម្មពលអាវថ្មសឹកប្រលឹងហើយពេលនោះគេក៏បានគិតក្នុងចិត្តថាក្បាច់គុណទាំងពីរនេះពិតជាពិបាកហាត់ខ្លាំងណាស់7ថ្ងៃនៃការវឹកហាត់យ៉ាងលំបាកឥឡូវខ្ញុំទើបតែវឹកហាត់បានដំណាក់កាលដំបូងនៃក្បាច់គុណទាំងពីរមើលទៅពួកវាមានតែចំហាយតែប៉ុណ្ណោះប៉ុន្តែក៏អាចចាត់ទុកថាជាកម្រិតយុទ្ធសាស្ត្រមួយផងដែរបន្ទាប់មកគេក៏បានមកវឹកហាត់ជាមួយនឹងថ្មតូកាដែលរឹងជាងគេបន្ទាប់ពីបិទភ្នែកស្រមៃទៅក្បាច់ដាវរន្ធត់របស់សាងហាវហើយឈិនធានគេក៏បានដកដាវកាប់ចេញពេញមួយទំហឹងហើយស្រែកថារចនាបថក្បាច់ដាវទាំង12បញ្ចូលដាវទៅក្នុងស្រោមវិញទំហាយនៃធម្មពលបានធ្វើឲ្យថ្មទាំងអស់នោះខ្ទុះឡើងបឹងដាច់ធ្លាក់មកខាងក្រោមបន្តហក់ទៅខាងលើជាមួយនឹងធម្មពលអាវថ្មសឹកប្រលឹងក្រវេះចេញនៅធម្មពលវិញ្ញាណភពក្រៅដែលបានចូលទៅក្នុងខ្លួនរបស់គេកាលពីភាគ1ហើយចេញមកខាងក្រៅអណ្ដែតលើលំហហើយវិញ្ញាណក្រៅភពមួយនោះគេបាននិយាយឡើងថាអធិរាជដាវគាត់មិនទាន់ជាសះស្បើយពេញលេញនៅឡើយនោះទេឈិនធានខ្ញុំនឹងមករកអ្នកនៅពេលក្រោយមិននិយាយច្រើនទេបញ្ចេញនៅដាវរបស់គេឡើងមកចាប់កាន់កាប់ចេញនៅចំហាយធម្មពលដាវទៅវាប្រហារវិញ្ញាណក្រៅភពមួយនោះឲ្យខ្ទេចបែករលាយអស់ហើយក៏បាននិយាយឡើងថាខ្ញុំធ្លាប់ត្រូវបានមនុស្សម្នាជាច្រើនសើចចំអកឲ្យខ្ញុំឥឡូវនេះខ្ញុំបានចំណាយពេលអស់រយៈពេលកន្លះខែដើម្បីវឹកហាត់នឹងសាកល្បងជាច្រើនដងឥឡូវនេះខ្ញុំបានទម្លុះមកកម្រិតទី7ពេញលេញហើយដល់ពេលហើយដែលខ្ញុំត្រូវត្រឡប់ទៅដោះស្រាយបញ្ជីចាស់ជាមួយនឹងមនុស្សមួយចំនួននោះថាខ្ញុំឈិនធានត្រឡប់មកវិញហើយកាត់មកក្នុងតំបន់ស៊ូថែនមីនពេលនោះឈិនធានក៏បានប្រើរន្ទះជើងឥតស្រមោលរបស់គេបន្លាស់ទីយ៉ាងលឿនហើយក៏បានឮសំឡេងមនុស្សកំពុងតែប្រកែកគ្នាយ៉ាងខ្លាំងដែលសំឡេងនោះឈិនធានក៏បានភ្ញាក់ផ្អើលបន្តិចដោយបាននិយាយថាហ៎ទីស៊ឺនឹងហើយសំឡេងនោះគឺជាទីស៊ឺហើយនឹងអ៊ីវ៉ាន់ដែលកំពុងតែប្រកែកនឹងបុរសម្នាក់ហើយទីស៊ឺគេក៏បាននិយាយទៅវិញថាសាងស៊ីដែលជាក្រុមរបស់ខ្ញុំតែងតែធ្វើបាបមិត្តរួមការងារឥឡូវគេបានស្លាប់បាត់ទៅហើយបុរសម្នាក់ដែលកាន់លំពេងនោះគេក៏បាននិយាយទៅវិញថាឥឡូវនេះខ្ញុំផ្ដល់ឲ្យអ្នកនៅវិធី2យ៉ាងវិធីទី1អ្នកចូលទៅក្នុងទីលានប្រយុទ្ធស្លាប់រស់ខ្ញុំនឹងចាត់ការអ្នកហើយយកទៅឲ្យសាងហៅទី2ស្រីស្អាតអ៊ីវ៉ាន់នឹងក្លាយជាស្រីស្នេហ៍របស់ខ្ញុំហើយខ្ញុំនឹងធ្វើពុតមិនស៊ូដេញដោលពីរឿងនោះទៀតនោះទេអ៊ីវ៉ាន់ពេលដែលឮបែបនោះខឹងយ៉ាងខ្លាំងហើយនិយាយថាអ្នកគឺជាសត្វដេរឆានមិនស័ក្តិសមជាមួយនឹងខ្ញុំនោះទេពេលនោះប្រសង្ហារបស់យើងក៏បានមកដល់ហើយនិយាយឡើងថាស៊ីតៅអ៊ីវ៉ាន់តើមានរឿងអ្វីកើតឡើងពេលដែលឃើញបែបនោះពួកគេទាំងពីរនាក់បានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកឯអ៊ីវ៉ាន់វិញរត់មកជិតខ្លួនរបស់ឈិនធានហើយម្ញាក់ដាក់ឈិនធានថាឈិនធានបើលោកមកយឺតតែមួយជំហានខ្ញុំខ្លាចថាពួកយើងមិនអាចបានជួបគ្នាទៀតនោះទេឈិនធានប្រុសស្មោះគេក៏បានអង្អែលធ្ពស់របស់វ៉ាន់អឺហើយនិយាយថាវ៉ាន់អឺមិនអីនោះទេខ្ញុំនៅទីនេះហើយមិនថាអ្នកខ្លាំងមកពីណានោះទេខ្ញុំមិនឲ្យគេប៉ះពាល់អ្នកបាននោះឡើយពេលនោះអាប៉ែស៊ីសានគេក៏បាននិយាយថាហាមើលទៅឯងពិតជាហ៊ាននិយាយក្រអឺតក្រទងនៅមុខរបស់យើងមែនខ្ញុំខ្លាចតែអ្នកមិនអាចទប់ទល់ជាមួយនឹងមួយស្នេហ៍របស់ខ្ញុំបាននោះឡើយឈិនធានក៏បានសួរថាតើគេជាអ្នកណាទីស៊ឺគេក៏បានឆ្លើយថាគេគឺជាសិស្សទី8ដែលជាអ្នកយាមនៅច្រកទ្វារខាងក្រៅនេះហើយគេក៏បាននិយាយថាពួកយើងពាក់ព័ន្ធជាមួយនឹងការស្លាប់របស់សាងស៊ីពេលនោះស៊ីសានគេក៏បាននិយាយថាពួកឯងដឹងទេថាខ្ញុំខ្លាំងប៉ុណ្ណាប្រ
សិនបើដឹងហើយឆាប់ចាក់ចេញឲ្យលើនេះភ្លាមទៅព្រោះតែពេលនេះខ្ញុំកំពុងតែចិត្តល្អឈិនធានក៏បានកាន់ដៃអ៊ីវ៉ាន់ហើយនិយាយថាមិនចាំបាច់ខ្វល់ជាមួយនឹងសម្ដីរបស់គេទេតោះពួកយើងឆាប់ចេញដំណើរភ្លាមទៅមុននឹងដើរចេញទៅស៊ឺតៅគេក៏បានហែកភ្នែកលៀនអណ្ដាតឌឺទៅដាក់ស៊ីសាងធ្វើឲ្យគេបានខឹងយ៉ាងខ្លាំងហើយប្រើប្រាស់នៅអាវុធរបស់គេនិយាយថាឯងប្រកាសជាចង់ស្លាប់ហើយសម្រុកចូលទៅឈិនធានភ្លាមនោះគេក៏បានដឹងងាកមកវិញប្រើប្រាស់ធម្មពលទប់រងបំផ្ទុះធ្វើឲ្យស៊ីសានខ្ទាតបាំងទៅខាងក្រោយជាមួយនឹងរបួសដើរចូលទៅហើយនិយាយថាតើនិកាយរបស់អ្នកបានបង្រៀនឲ្យអ្នកចេះវាប្រហារតែពីខាងក្រោយគេមែនទេពេលនោះអាប៉ែ2នាក់ទៀតក៏បានមកដល់ហើយនិយាយខ្សឹបខ្សៀវគ្នាថាតើគេជាជនបរាជ័យឈិនធានមែនទេហើយអ្វីបានជាស៊ីសានប្រយុទ្ធមិនឈ្នះគេអញ្ចឹងស៊ីសានងើបមកវិញជាមួយនឹងរបួសហើយខឹងយ៉ាងខ្លាំងនិយាយថាឯងហ៊ាននិយាយចំអកឲ្យយើងផងតើឯងហ៊ានប្រយុទ្ធជាមួយនឹងយើងដែរឬទេឈិនធានក៏បានតបទៅវិញថាខ្ញុំវាឯងបានការប្រយុទ្ធខ្ញុំក៏អាចវាឯងម្ដងទៀតបានដូចគ្នាស៊ីសានគេក៏បាននិយាយទៀតថាអំបញ្ញមិញដោយសារតែខ្ញុំមិនបានត្រៀមខ្លួនលើកនេះតើអ្នកហ៊ានឡើងទៅទីលានប្រយុទ្ធនៃសេចក្តីស្លាប់ដែរឬទេប្រសិនបើមិនហ៊ានគ្រាន់តែលុតជង្គង់សុំទោសខ្ញុំទៅបានហើយឈិនធានគិតបន្តិចញញឹមហើយនិយាយថាដោយសារតែអ្នកចង់ប្រយុទ្ធខ្លាំងពេកអញ្ចឹងខ្ញុំមានតែកំដរអ្នកតែប៉ុណ្ណោះស៊ីសានគេក៏បានសើចឡើងថាហាហាហាល្អខ្ញុំនឹងធ្វើឲ្យអ្នកបានឃើញតោះប្រញាប់ទៅទីលានប្រយុទ្ធភ្លាមទៅសម្រុកចូលជាមួយនឹងលបឿននៅលឿនរបស់ពួកគេទាំងពីរនាក់ទៅទីលានប្រយុទ្ធនៃសេចក្តីស្លាប់បន្ទាប់ពីប្រឈមមុខនឹងគ្នាបក់ដៃឌឺដងហើយភាគទី4របស់យើងក៏ត្រូវបានបញ្ចប់កាត់មកសង្វៀនប្រយុទ្ធនៃសេចក្តីស្លាប់ពួកគេទាំងពីរក៏បានប្រឈមមុខនឹងគ្នាហើយសម្លេងរបស់សិស្សប្អូនហានហ្វឹងពួកគេក៏បាននិយាយគ្នាឡើងថាសង្វៀនប្រយុទ្ធគ្នានៃសេចក្តីស្លាប់គឺត្រូវតែមានភាគីម្ខាងដែលត្រូវស្លាប់សម្លេងរបស់អបិម្នាក់ទៀតក៏បាននិយាយដែរថាមែនហើយសិស្សបងហានហ្វឹងគាត់បានទម្លុះទៅកម្រិតអ្នកចម្បាំងរួចហើយចំណែកឯឈិនធានវិញបានបាត់ខ្លួនអស់រយៈពេល1ខែឥឡូវនេះគេបានត្រឡប់មកវិញហើយហ៊ានប្រយុទ្ធជាមួយនឹងសិស្សបងហានហ្វឹងទៀតផងពេលនោះអ្នកគ្រប់គ្រងរបស់ឈិនធានអ៊ីវ៉ាន់នាងក៏បានសើចឡើងថាស៊ូឈិនធានហានហ្វឹងពេលដែលឮអ៊ីវ៉ាន់នាងបាននិយាយបែបនោះគេក៏រត់តែខឹងខ្លាំងឡើងបញ្ចេញនៅលំពេរបស់គេហើយនិយាយឡើងថាឈិនធានវានៅតែមានឱកាសសម្រាប់អ្នកក្នុងការលុតជង្គង់សុំអង្វរខ្ញុំហើយសារភាពពីកំហុសរបស់អ្នកពេលនោះឈិនធានគេក៏បានតបទៅវិញថាពួកយើងគ្មានកំហុសអ្វីនោះទេគ្រាន់តែតៅស៊ឺនិងអ៊ីវ៉ាន់ពួកគេគឺចង់ឆ្លងទៅទ្វារខាងក្រៅដើម្បីចូលរួមក្នុងពិធីជប់លៀងមួយតែប៉ុណ្ណោះតៅស៊ឺគេក៏បាននិយាយឡើងថាមិនចាំបាច់និយាយច្រើននោះទេចាត់ការភ្លាមទៅហានហ្វឹងរត់តែខឹងយ៉ាងខ្លាំងហើយនិយាយឡើងថាឯងចង់ស្លាប់ហើយអំពីរំពេងឆ្វាច់ហក់ចូលទៅជាមួយនឹងយុទ្ធសាស្ត្រដ៏ខ្លាំងក្លារបស់គេគប់ចេញទៅពេញមួយទំហឹងពេលនោះឈិនធានក៏បានហក់ទៅលើលំហប្រើប្រាស់ជាមួយនឹងក្បាច់រន្ទះដាវរបស់គេកាប់ចេញទៅទប់រងធ្វើឲ្យហានហ្វឹងខ្ទាតលំពេងចេញពីដៃខ្ទាតមកខាងក្រោយដែលធ្វើឲ្យសិស្សប្អូនគេទាំង3នាក់មានការភ្ញាក់ផ្អើលហើយនិយាយថាតើឈិនធានហេតុអ្វីបានជាគេខ្លាំងម្ល៉េះតើគេអាចប្រើបច្ចេកទេសរន្ទះដាវជិនជីបានដោយរបៀបណាហានហ្វឹងដែលមិនអស់ចិត្តងើបឡើងមកវិញនិយាយឡើងទៀតថាឯងគ្រាន់តែមានជំនាញបន្តិចបន្តួចតែប៉ុណ្ណោះដល់ពេលហើយដែលខ្ញុំបញ្ចេញនូវសមត្ថភាពពេលរបស់ខ្ញុំហក់ទៅលើលំហប្រើប្រាស់ធម្មពលដ៏ខ្លាំងក្លារបស់គេបង្កើតបានទៅជាលំពេងដ៏ធំសម្បើមមួយពេលដែលឃើញបែបនោះតៅស៊ឺហើយនឹងអ៊ីវ៉ាន់នាងក៏មានការព្រួយបារម្ភផងដែរនាងបានស្រែកប្រាប់ថាឈិនធានត្រូវតែប្រយ័ត្នខ្លួនផងចំណែកឯហានហ្វឹងវិញញញឹមទាំងជឿជាក់ហើយនិយាយថាម្ដងនេះឯងដល់ពេលដែលត្រូវស្លាប់ហើយប្រើប្រាស់ជាមួយនឹងចំហាយនៃធម្មពលលំពេងដ៏ធំសម្បើមរបស់គេចូលទៅវាប្រហារចំហាយនៃធម្មពលលំពេងហៀបនឹងដល់រាងកាយរបស់ឈិនធានទៅហើយគេក៏បានបើកនៅធម្មពលអាវថ្មសឹកវិញ្ញាណរបស់គេឡើងមកទប់រងជាមួយនឹងចំហាយធម្មពលលំពេងដ៏ខ្លាំងក្លាមួយនោះដែលធ្វើឲ្យហានហ្វឹងមានការភ្ញាក់ផ្អើលបន្ទាប់ពីឈិនធានបើកភ្នែកមកវិញគេក៏បាននិយាយថាតើឯងកំពុងតែភ័យខ្លាចហើយមែនទេដោយហានហ្វឹងគេក៏បាននិយាយថាតើវាអាចទៅរួចដោយរបៀបណាគេពិតជាមានធម្មពលខែលការពាររាងកាយមែនបន្តប្រើប្រាស់ធម្មពលបញ្ចូលទៅក្នុងធម្មពលលំពេងរបស់គេទៅវាប្រហារបន្ថែមទៀតប៉ុន្តែនៅតែមិនអាចធ្វើអ្វីឈិនធានបានញញឹមបន្តិចឈិនធានក៏បាននិយាយទៀតថាតើអ្នកកំពុងតែភ្ញាក់ផ្អើលហើយមែនទេចាប់ពីពេលដែលអ្នកឈានជើងចូលមកក្នុងសៃវៀនប្រយុទ្ធនៃសេចក្តីស្លាប់ឯងក៏ត្រូវបានស្លាប់បាត់ទៅហើយបញ្ចេញនៅធម្មពលរចនាបថក្បាច់ដាវទាំង13ដាវបន្លាស់ទីភ្នំនិងទន្លេបញ្ចេញនៅចំហាយធម្មពលដាវដ៏សន្ធោសន្ធៅទៅលើលំហចាក់ចេញឬសូចជ្រុយចូលទៅក្នុងរាងកាយរបស់ហានហ្វឹងធ្វើឲ្យគេធ្លាក់មកខាងក្រោមដេកស្លាប់នៅនឹងកន្លែងហើយឈិនធានគេក៏បាននិយាយថាអ្នកយាងវាសង្វៀនប្រយុទ្ធនៃការស្លាប់គឺពិតជាអន់ខ្លាំងណាស់ដើរចេញទៅដោយសម្លេងខ្សឹបខ្សៀវគ្នារបស់បុរស3នាក់នោះបាននិយាយគ្នាឡើងថាហានហ្វឹងត្រូវបានចាញ់ក្រោមក្បាច់ដាវត្រឹមតែមួយស្នេហ៍របស់ឈិនធានមនុស្សបរាជ័យដូចជាគេបែរខ្លាយទៅជាបិសាចហើយក្រុមរបស់គេទាំង3ក៏បានដើរចេញមកដើរផងសប្បាយចិត្តផងទឺស៊ឺគេក៏បាននិយាយថាហាអ្នកអាចធ្វើបានហើយសម្រាប់ហានហ្វឹងគ្រាន់តែមួយស្នេហ៍ប៉ុណ្ណោះអ៊ីវ៉ាន់នាងក៏និយាយដែរថាដោយសារតែលោកធ្វើឲ្យពួកយើងអាចចេញទៅពិភពខាងក្រៅបានម្ដងទៀតឈិនធានគេក៏បាននិយាយតបទៅវិញថាដោយសារតែខ្ញុំត្រូវត្រឡប់ទៅទីក្រុងផ្កាយដើម្បីដោះស្រាយភារកិច្ចក្នុងផ្ទះរបស់ខ្ញុំបន្ទាប់ពីរួចរាល់ហើយខ្ញុំនឹងត្រឡប់មកវិញឆាប់ៗនេះទឺស៊ឺបានបន្ថែមទៀតថាយូសាងហាវនឹងមិនឲ្យអ្នកទៅនោះទេព្រោះតែគេមិនហ៊ានធ្វើសកម្មភាពនៅក្នុងទឹកដីធានសុងដូច្នេះពេលដែលទៅខាងក្រៅហើយត្រូវតែប្រយ័ត្នខ្លួនផងភ្លាមនោះអ៊ីវ៉ាន់នាងក៏បានមកកាក់មុខបន្តិចហើយនិយាយថាតើលោកនឹងត្រឡប់មកវិញនៅពេលណាឈិនធានក៏បានតបទៅវិញថាបើលឿនត្រឹមតែ1ខែឬក៏2ខែតែប៉ុណ្ណោះ
នោះអ៊ីវ៉ាន់នាងក៏បានតបថាយូពេកហើយដូច្នេះនៅតាមផ្លូវលោកត្រូវតែមើលថែខ្លួនផងឈិនធាននិយាយទៅវិញថាខ្ញុំនឹងប្រុងប្រយ័ត្នបន្ថែមទៀតឲ្យបានច្រើនរួចហើយក៏បានដើរចាក់ចេញទៅទុកឲ្យអ៊ីវ៉ាន់បានតែសម្លឹងរៀងដល់សង្ហាពីខាងក្រោយរបស់គេពេលនោះតៅស៊ឺគេក៏បាននិយាយទៅកាន់អ៊ីវ៉ាន់ថាប្អូនស្រីតើនាងចូលចិត្តឈិនធានមែនទេមើលទៅនាងហាក់បីដូចជាចង់ទៅជាមួយនឹងគេខ្លាំងណាស់ខ្ញុំគ្រាន់តែចង់ឲ្យគាត់នៅការពារខ្ញុំតែប៉ុណ្ណោះបងប្រុសគឺជាមនុស្សដែលគួរឲ្យរំខានខ្លាំងណាស់និយាយច្រើនពេកហើយតៅស៊ឺគេក៏បាននិយាយថាមែនហើយមិនដឹងជាអ្នកណានោះទេពេលដែលបាននៅក្បែរឈិនធានបែរខ្លាយទៅជាមនុស្សផ្សេងមួយទៀតបែរជាទន់ភ្លន់ហើយគួរឲ្យស្រឡាញ់ពេលនោះអ៊ីវ៉ាន់នាងក៏បានរត់ដេញវាយទីស៊ឺកាត់មកវាមានហ៊ុនស៊ឺដែលជាកន្លែងទុកសាកសពពេលនោះសានហៅគេក៏បានបើកមើលសពហើយខឹងយ៉ាងខ្លាំងនិយាយថាតើមានរឿងអ្វីកើតឡើងខ្ញុំសួរអ្នកទាំងពីរថាតើមានរឿងអ្វីកើតឡើងពេលនោះអាប៉ែម្នាក់ភ័យខ្លាចយ៉ាងខ្លាំងហើយនិយាយថាសិស្សច្បងសាងហៅកន្លះខែមុនពួកយើងនៅខាងក្រៅនិកាយហើយសាកសពរបស់សិស្សច្បងសាងស៊ីបានរកឃើញនៅក្បែរសាកសពបិសាចចកមួយក្បាលដែលដេកស្លាប់នៅក្បែរគាត់ហើយស្នូលសត្វវិញ្ញាណក៏ត្រូវបានដកចេញផងដែរសាកសពទាំងពីរត្រូវបានស្លាប់ដោយសារស្នាមរបួសដាវសាងហៅគេខឹងយ៉ាងខ្លាំងចាប់របួសសិស្សប្អូនរបស់គេហើយសួរទៀតថាតើពួកឯងដឹងទេថាជាអ្វីដៃរបស់អ្នកណាសិស្សប្អូនរបស់គេក៏បានឆ្លើយថាទេខ្ញុំមិនទាន់ដឹងនោះទេក្រវាសចេញហើយនិយាយទៀងកំហឹងទៀតថាតាមរោម្នាក់នោះដែលមានស្នូលសត្វវិញ្ញាណបិសាចចកមួយនោះភ្លាមទៅខ្ញុំនឹងកាត់គេជាបំណែករួចហើយយកមកកប់ជាមួយនឹងប្អូនប្រុសរបស់ខ្ញុំកាត់មកក្នុងទីក្រុងផ្កាយក្នុងភោជនីយដ្ឋានមួយកន្លែងដោយមានអ្នកប្រុស 3-4 នាក់ដូចជាគ្រាន់បើដែរដែលមានអមទៅដោយស្រីស្អាតគក់ច្របាច់ឲ្យដោយសំឡេងរបស់អាប៉ែម្នាក់នោះក៏បាននិយាយឡើងថាបន្ទាប់ពីឮមកថាឈិននាងបានដាស់ស្មារតីក្បាច់គុណរបស់នាងនៅក្នុងនិកាយលូសៃមកការវឹកហាត់ក្បាច់គុណរបស់នាងបានកើនឡើងទ្វេដងតើនេះជាការពិតមែនទេនឹងអាប៉ែម្នាក់នេះមានឈ្មោះថាវិនរិនយៀនហើយអាប៉ែម្នាក់ទៀតដែលមើលទៅដូចជាឆ្លើយបន្តិចដែរគេក៏បាននិយាយថាជាធម្មតាយើងរងចាំដល់ថ្ងៃការប្រកួតនៅក្នុងក្រុងសិនទៅអ្នកលេខ1គឺមកពីគ្រូសាឈិនរបស់ខ្ញុំហើយអាប៉ែវិនរិនគេក៏បាននិយាយទៀតថាអ្នកប្រុសឈិនយៀនកុំទាន់អាលមានទំនុកចិត្តខ្លាំងពេកបងប្រុសរបស់ខ្ញុំវិនរិនហ្វឹងគាត់បានត្រឡប់មកពីវឹកហាត់នៅច្រកទ្វារបរិសុទ្ធគាត់ក៏មិនធម្មតានោះដែរហើយពេលនោះអាប៉ែគូជៀនសៅប៊ីគេក៏បាននិយាយដែរថាចំណែកឯបងប្រុសរបស់ខ្ញុំគូហ្វឹងគាត់បានទម្លុះទៅកម្រិតទី8កាលពី1ឆ្នាំមុនឯណោះខ្ញុំក៏ចង់ដឹងដែរថាបងប្អូនប្រុសស្រីរបស់ពួកយើងតើអ្នកណាធ្វើបានល្អជាងហើយឈូជៀនគេក៏បាននិយាយដែរថាខ្ញុំក៏ចង់ដឹងដែរថាពួកអ្នកប្រុសទាំង3មានសមត្ថភាពបែបណាខ្លះពេលនោះវិនរិនយៀនគេក៏ដូចជានិយាយមិនចេញហើយបានក្រហែបន្តិចនិយាយថាបានហើយឈប់និយាយអំពីរឿងនេះទីទៅមកនិយាយអំពីអាជីវកម្មរបស់ពួកយើងវិញតើអ្នកដឹងទេថារង្វាន់សម្រាប់ចំណាត់ថ្នាក់លេខ1នៅក្នុងការប្រកួតនៅក្នុងក្រុងជាអ្វីទេវាគឺជាថ្នាំយិនយ៉ានលីងហ្គួនភ្លាមនោះគ្នារបស់គេទាំង3នាក់បានភៀបអាលយ៉ាងខ្លាំងហើយគូជៀនគេក៏បាននិយាយថានេះគឺលើសពីកម្រិតក្បាច់គុណទៅទៀតថ្នាំដ៏បរិសុទ្ធនៃការខ្លាយទៅជាអ្នកវឹកហាត់ក្បាច់គុណការរៀបចំរបស់ចៅហ្វាយក្រុងពិតជាមិនធម្មតានោះទេអង្គុយចុះហើយរិនវិនយៀនគេក៏បានសួរទៅឈិនយៀនថាអ្នកប្រុសឈិនយៀនខ្ញុំបានឮមកថាអ្នកប្រុសកំសានៃគ្រូសារបស់អ្នកគេបានស្លាប់ហើយតើវាជាការពិតមែនទេសម្លេងរបស់ឈិនយៀនគេក៏បានតបថាឆ្វេតើពួកអ្នកទៅខ្វល់ពីមនុស្សប្រភេទនោះស្លាប់ឬរស់ធ្វើអីប្រសិនបើគេមិនទាន់ស្លាប់ខ្ញុំក៏ចង់ឲ្យគេបានឃើញនៃការប្រកួតឡើងនៅក្នុងគ្រូសាឈិនដែរចំពេលដែលឈិនធានដើរឆ្លងកាត់បដលលឺហើយឈិនធានក៏បានស្រែកសួរទៅវិញថាតើអ្នកណាកំពុងតែនិយាយដើមរបស់ខ្ញុំសម្លេងនោះបានធ្វើឲ្យក្រុមរបស់គេទាំង4នាក់មានការភ្ញាក់ផ្អើលបន្តិចឈិនយៀនគេក៏បានដើរមកសម្លឹងឃើញឈិនធានហើយភ្ញាក់ផ្អើលលន់មាត់ថាឈិនធានក្រែងឯងបានចាញ់នៅក្នុងការប្រកួតហើយបានស្លាប់នៅក្នុងជន្លងភ្នំមែនទេញញឹមបន្តិចតបទៅវិញថាខកចិត្តខ្លាំងមែនទេដែលខ្ញុំមិនទាន់ស្លាប់ឈិនយៀនក៏បានសួរទៅទៀតថាបើឯងមិនទាន់ស្លាប់ហេតុអ្វីមិនប្រញាប់ត្រឡប់មកផ្ទះវិញឬក៏ខ្មាស់អៀនខ្លាំងហើយលាក់ខ្លួននៅទីនោះមិននិយាយច្រើនទេហក់ជាមួយលបឿនលឿនមកចាប់ក្របបួយកឈិនយៀនហើយនិយាយថាដោយសារតែជើងរបស់អ្នកខ្សោយដើរមិនរួចដូច្នេះជួយឲ្យខ្ញុំព្យាបាលអ្នកទៅចាប់ក្របវិញបំបោក្លៀកមកខាងដីវិញភឹងរមមានជាច្រើនដំឡប់ឈាមបានហូរចេញពីច្រមុះហើយគេបាននិយាយថាឈិនធានឯងហ៊ានធ្វើបែបនេះដាក់ខ្ញុំផងចុះមកខាងក្រោមតាមហើយនិយាយថាប្រសិនបើជួបគ្នាពេលក្រោយបើឯងហ៊ាននិយាយប៉ះពាល់ពីយើងទៀតខ្ញុំនឹងឲ្យឯងត្រូវខ្លាំងជាងនេះឌៀងភ្នែកទៅរកអ្នកប្រុសទាំង3នោះទៀតហើយនិយាយថាពួកឯងក៏ដូចគ្នាដែររិនវិនយៀនគេហាក់បីដូចជាមិនខ្លាចគេក៏បានស្ដីបន្ទោសទៅឈិនធានថាឈិនធានហេតុអ្វីបានជាឯងហ៊ានធ្វើបែបនេះឯងមិនដឹងទេថាពួកយើងជាកូនរបស់អ្នកណាពេលនេះខ្ញុំនឹងប្រដៅឯងវិញម្ដងមិនទាន់ទាំងបានបញ្ចេញអ្វីផងស៊ីមួយដៃគុំតិជីផាំងខ្ទៀតប៉ាំងអកូតទៅមកខាងដើរតម្រង់ទៅរកថែមទៀតហើយនិយាយថាឯងជាអ្នកប្រយុទ្ធកម្រិតទី6ហេតុអ្វីមិនស៊ូជាមួយនឹងយើងដើរតាមទៅដល់ទាត់មួយជើងខ្ទៀតប៉ាំងទៅជាមួយនឹងឈិនយៀនរួចហើយស៊ូទៀតថាតើមានអ្នកណាចង់សាឡបងទីដែរទេយើងមើលទៅសភាពរបស់ពួកគេទាំង4នាក់មិនមានអ្នកណាហ៊ាននោះទេឈិនធានបានដើរចេញទៅរួចហើយឈប់បន្តិចងាកមកនិយាយវិញថាពួកឯងត្រូវតែចងចាំខ្ញុំឈិនធានជាអ្នកប្រុសរបស់គ្រូសាឈិនប្រសិនបើចង់សងសឹកអាចមករកខ្ញុំបានគ្រប់ពេលនឹងហើយសូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងឈិនធានគេក៏បានមកដល់ក្នុងវិមាននៃគ្រូសាឈិនដែលធ្វើឲ្យពួកមនុស្សមួយក្រុមនោះមានការភ្ញាក់ផ្អើលហើយលន់មាត់ថាអ្នកប្រុសវ័យក្មេងនៃគ្រូសាឈិនមិនទាន់ស្លាប់នោះទេតោះពួកយើងប្រញាប់ចេញទៅបន្ទាប់ពីឈិនធានបានដើរចូលមកខាងមុខហើយគិតក្នុងចិត្តថា
ខ្ញុំមិនដឹងទេថាពុករបស់ខ្ញុំហើយនឹងលូស៊ីពួកគាត់យ៉ាងម៉េចទៅហើយរួចហើយគេក៏បានស្រែកហៅទៅបរិសម្នាក់ថាលោកពូទី4ពួកឲ្យបរិសម្នាក់ដែលមានឈ្មោះថាឈិនហ្វឹងគាត់បានភ្ញាក់ឲ្យយ៉ាងខ្លាំងហើយនិយាយថាធានពិតជាអ្នកពិតមែនអ្នកនឹងមានជីវិតនៅឡើយនោះទេឈិនធានក៏បានតបទៅវិញថាខ្ញុំមិនអីនោះទេលោកពូចុះឪពុករបស់ខ្ញុំនៅឯណាស្ទើរបន្តិចគាត់ក៏បាននិយាយថាតោះប្រញាប់ចូលទៅជួបនឹងឪពុករបស់អ្នកទៅបន្ទាប់មកនឹងដឹងពីមូលហេតុថាមានរឿងអ្វីកើតឡើងហើយគាត់មិនដែលចេញពីវិមានអស់រយៈពេល2ខែមកហើយបន្ទាប់ពីមកដល់មាត់ទ្វារឈិនធានបានលូតជង្គង់ចុះហើយស្រែកឡើងថាពុកធានបានត្រឡប់មកវិញហើយពេលដែលឮនៅសំឡេងរបស់កូនប្រុសគាត់ហើយប្រើប្រាស់នូវធម្មពលទម្លុះនៅទ្វារចេញមកខាងក្រៅចាប់ស្មារបស់ឈិនធានឲ្យងើបឈរមកវិញរួចចាប់អោបទាំងក្តីនឹករលឹកដោយឈិនធានបាននិយាយថាពុកឲ្យកូនសុំទោសផងខ្ញុំធ្វើឲ្យពុកព្រួយបារម្ភជាមួយនឹងខ្ញុំខ្លាំងណាស់បន្ទាប់មកពុករបស់ឈិនធានក៏បាននិយាយតបទៅវិញថាឲ្យពុកសុំទោសក្នុងនាមជាឪពុកដែលមើលថែកូនមិនបានល្អធ្វើឲ្យកូនស្ថិតនៅក្នុងគ្រោះថ្នាក់ដោយឈិនធានក៏បាននិយាយប្រាប់ថាអ្នកដែលបានវាប្រហារខ្ញុំគឺឈៀនតាស៊ូពុករបស់គេក៏ប្រញាប់និយាយទៅវិញថាបានហើយពេលនេះមានអីនោះទេឥឡូវកូនបានត្រឡប់មកវិញដោយមានសុវត្ថិភាពហើយតោះចូលទៅនិយាយគ្នាខាងក្នុងទៅកាត់មកឆាងប៉ាធានគេខឹងយ៉ាងខ្លាំងទាស់ទុកមួយដៃហើយនិយាយថាអាលអេតបេណូគេនៅរស់ទេតើឯងធ្វើការដោយរបៀបណាពេលនោះតាស៊ូដែលបានលូតជង្គង់គេក៏បានតបទៅវិញថាពេលនោះខ្ញុំបានទម្លាក់គេពីលើជ្រោះទៅហើយដោយឆាងប៉ាធានគេរត់ទៅខឹងយ៉ាងខ្លាំងហើយស្រែកថាចោមស៊ីតដោយលោកពូទី6ឡៅលីវគាត់ក៏បាននិយាយថាបងប្រុសកុំខឹងអីគេគ្រាន់តែជាការសំណល់តែប៉ុណ្ណោះពេលដែលស្ដាប់ឮបែបនោះតាស៊ូហាក់បីដូចជាខឹងយ៉ាងខ្លាំងដោយឡៅលីវគេនៅតែបន្តនិយាយថាខ្ញុំមិនបាននិយាយថាឯនេះទេគឺនិយាយអំពីឈិនធានតែប៉ុណ្ណោះបើគេត្រឡប់មកវិញហើយពួកយើងគ្រាន់តែកំចាត់គេនៅក្នុងការប្រកួតដោយឲ្យឈិនយកឈ្នះរួចហើយចាំងប៉ាធានក៏បានប្រប្រាស់ធម្មពលរបស់គាត់វាទៅតាស៊ូហើយនិយាយថាចេញទៅរបស់គ្មានប្រយោជន៍កាត់មកក្នុងបន្ទប់វឹកហាត់នៃគ្រូសាឈិនពេលនោះឈិនធានដែលកំពុងតែវឹកហាត់នៅធម្មពលរបស់គេបានបន្លឺឡើងថាការប្រយុទ្ធប្រចាំឆ្នាំនៃគ្រូសាឈិនជិតបានចូលមកដល់ហើយខ្ញុំត្រូវតែទម្លុះទៅកាន់អាណាចក្រអ្នកចម្បាំងឲ្យបានលឿនបំផុតពេលនោះចំហាយនៃធម្មពលពោស្វាយមួយបានហោះប្រតិសិននៅទីនោះហើយបន្លឺឡើងថាកម្រិតអាណាចក្រអ្នកចម្បាំងតើអ្នកគ្រាន់តែសង្ឃឹមមែនទេងើបឡើងមកវិញដោយសេចក្តីងើយឆ្ងល់ហើយក៏បានសួរថាតើអ្នកជាអ្នកណាសំឡេងមួយនោះនៅតែបន្លឺឡើងថាការបណ្ដុះបណ្ដាលស្មារតីនិងការហ្វឹកហាត់នៃធម្មពលក្បាច់គុណបច្ចេកទេសបង្រៀនដោយខ្លួនឯងនិងបច្ចេកទេសខាងវិញ្ញាណដោយហ្វឹកហាត់ដោយគ្មានគ្រូបន្ទាប់មករាងកាយមួយនោះក៏បានបង្ហាញខ្លួនឡើងគឺជាអធិរាជដាវតែគាត់បានបន្តនិយាយទៀតថាអ្នកកំឡោះទេពកោសលគឺជារឿងដ៏កម្រដែលមិនអាចបានជួបងាយស្រួលនោះទេពេលនោះឈិនធានបានលន់មាត់ថាអ្នកមិនទាន់ស្លាប់ទៀតអធិរាជដាវបាននិយាយទៅកាន់ឈិនធានទៀតថាទោះបីធម្មពលដាវរបស់អ្នកខ្លាំងក្លាក៏ដោយវាមិនអាចធ្វើអ្វីប្រលឹងវិញ្ញាណរបស់ខ្ញុំបាននោះទេជោគវាសនារវាងអធិរាជដាវនិងអ្នកវាមិនទាន់ចប់នោះទេការបង្ហាញគម្ពីរមួយនោះមានតែអ្នកទេដែលអាចជួយធ្វើឲ្យអធិរាជដាវបានងើបឡើងមកវិញនៅទម្រង់ពិតរបស់ទ្រង់ឈិនធានក៏បាននិយាយទៅវិញថាតើនោះគឺជារបៀបជួយមែនទេបន្ទាប់មកលោកគ្រាន់តែយករាងកាយរបស់ខ្ញុំដើម្បីចេញពីការឃុំឃាំងមួយនោះអធិរាជដាវបានតបថាខ្ញុំគិតថាវានឹងទៅជាបែបនេះទោះតែព្យាយាមទើបខ្ញុំដឹងថាខ្ញុំមិនអាចគ្រប់គ្រងវាបាននោះទេខ្ញុំនឹងរកពីវិធីផ្សេងទៀតដើម្បីគ្រប់គ្រងរាងកាយរបស់អ្នកឈិនធានបាននិយាយថាបានហើយកុំព្យាយាមធ្វើបាបខ្ញុំអីប៉ុន្តែត្រូវមានលក្ខខណ្ឌទើបខ្ញុំជួយអ្នកបានអធិរាជដាវគេក៏បានតបទៀតថាតាំងពីខ្ញុំភ្ញាក់ឡើងវិញគ្មាននរណាម្នាក់ហ៊ាននិយាយបែបនេះជាមួយនឹងខ្ញុំនោះទេហើយខ្ញុំក៏បានដឹងពីធម្មពលនិងក្បាច់គុណរបស់អ្នកទាំងអស់ផងដែរអធិរាជភ្ញាក់ឡើងវិញគឺដើម្បីដឹងហើយខ្ញុំក៏អាចជួយបំពេញនៃរចនាបថក្បាច់ដាវទាំង10និងអាវការពារថ្មសឹកប្រលឹងរបស់អ្នកផងដែរតើអ្នកចាប់អារម្មណ៍ដែរឬទេឈិនធានពេលនោះគេក៏បានគិតក្នុងចិត្តថាគាត់អាចជួយបំពេញធម្មពលនិងក្បាច់គុណផ្សេងៗរបស់ខ្ញុំបានដូច្នេះខ្ញុំត្រូវតែសន្យាជាមួយនឹងគាត់ឥឡូវនេះហើយរួចហើយនិយាយឡើងថាល្អខ្ញុំនឹងជឿទៅលោកម្ដងទៀតរឿងផ្សេងទៀតពួកយើងចាំនិយាយគ្នាពេលក្រោយពេលនោះអធិរាជដាវគាត់ក៏បាននិយាយថាពេលនេះខ្ញុំនឹងបង្រៀនអ្នកពីការវឹកហាត់បណ្ដុះស្មារតីប្រើប្រាស់ធម្មពលរបស់គាត់សម្រាប់ចូលទៅចុចទៅលើថ្ងាសរបស់ឈិនធានពេលនោះពួកគេទាំងពីរនាក់ក៏បានមកដល់នៅកន្លែងមួយដ៏ស្រស់ស្អាតដែលទីនោះគឺជាកន្លែងពិភពនៃគម្ពីរឋានស៊ូបន្ទាប់ពីឃើញនៅទីនោះហើយឈិនធានគេក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអធិរាជដាវគេក៏បាននិយាយឡើងថានេះគឺជាពិភពនៃគម្ពីរឋានស៊ូមានតែអ្នកដែលកាន់កាប់គម្ពីរឋានស៊ូតែប៉ុណ្ណោះដែលអាចចូលមកក្នុងលំហមួយនេះបានឈិនធានក៏បានលន់មាត់ថាគម្ពីរនៃឋានស៊ូតើជាគម្ពីរមួយនេះមែនទេអធិរាជដាវបានតបថាមែនហើយគម្ពីរឋានស៊ូវាមានអំណាចនៃច្បាប់របស់វាប្រមូលគម្ពីរឋានស៊ូទាំង9ដើម្បីជួផ្លូវនៃឋានស៊ូបានការចាប់បន្តិសន្ធិឡើងវិញរបស់អធិរាជពេលនោះអ្នកបានធ្លាក់ចូលទៅក្នុងព្រៃនៃព្រលឹងវិញ្ញាណអ្នកគួរតែស្លាប់នៅពេលនោះប៉ុន្តែការបង្កើតដ៏អស្ចារ្យរបស់ព្រះចក្រអធិរាជនេះបានប្រមូលផ្ដុំអំណាចនៃគម្ពីរឋានស៊ូដោយចៃដន្យហើយក៏បានផ្ដល់នៃជីវិតរបស់អ្នក10ឆ្នាំទៀតប៉ុន្តែពេលនោះខ្ញុំចង់ជួយសង្គ្រោះជីវិតរបស់អ្នកដោយគម្ពីរមួយក្បាលទៀតគឺនៅឆ្ងាយដូច្នេះអ្នកត្រូវតែប្រមូលយកនៃគម្ពីរឋានស៊ូទាំង9ឲ្យបានគ្រប់ចំនួនឈិនធានពេលដែលស្ដាប់ឮបែបនោះក៏បានលន់មាត់ថាខ្ញុំនៅសល់តែ10ឆ្នាំទៀតតែប៉ុណ្ណោះមែនទេអធិរាជដាវបញ្ចេញនៅដាវរបស់គាត់ហើយបន្តនិយាយថាអ្នកកំឡោះខ្ញុំនឹងបង្ហាញក្បាច់ដាវតែម្ដងគត់ចូលអ្នកមើលឲ្យបានច្បាស់លាស់ពីរចនាបថក្បាច់ដាវទាំង10ដែលពេញលេញដាវ1រំកិលភ្នំនិងទន្លេប្រើដាវ2ដើម្បីសម្លាប់បិសាចដាវ3បានងើបឡើងម្ដងទៀតដែលមិនធ្លាប់បានឃើញមកពីមុនហើយឈិនធានក៏បានដឹងខ្លួនឡើងមកវិញលន់មាត់ថាតើបច្ចេកទេសនេះជាកម្រិតមួយណាទៅអធិរាជដាវបាននិយាយប្រាប់ទៀតថាប្រសិនបើអ្នកអាចបញ្ចេញនៃធម្មពលពេញលេញរបស់អ្នកបានអ្នកនឹងអាចឈានទៅកម្រិត
ឋានសួគ៌បានហើយពេលនេះកុំគិតពីវាអីវាក៏ជារឿងល្អមួយដែរប្រសិនបើអ្នកអាចយល់ពីក្បាច់ដាវទៀង7ចំពោះអាវការពារថ្មសឹកព្រលឹងប្រសិនបើអ្នកអាចវឹកហាត់វាបានអ្នកក៏ខ្លាយទៅជាមនុស្សពូកែម្នាក់នៅក្នុងចំណោមពួកមនុស្សដែលមានទេពកោសល្យដូច្នេះពេលនេះអធិរាជដាវសូមទៅសម្រាប់សិនហើយខ្ញុំសង្ឃឹមថាអ្នកមិនខ្ជិះខ្ជាពេលវេលានោះទេត្រូវតែប្រញាប់វឹកហាត់នៃក្បាច់ដាវទាំងអស់នោះហើយអ្នកក៏អាចហៅខ្ញុំថាលោកម្ចាស់ជៀនបានចាប់ពីពេលនេះតទៅឈិនធានក៏និយាយថាលោកម្ចាស់ជៀនពិតជារស់នៅតាមឈ្មោះរបស់លោកមែនពេលដែលស្ដាប់ឮបែបនោះអធិរាជដាវគេក៏បានទៅខ្សឹបប្រាប់ឈិនធានថារួយក៏ហោះចាក់ចាញ់ទៅធ្វើឲ្យឈិនធានខឹងយ៉ាងខ្លាំងហើយនិយាយថាហេតុអ្វីបានជាលោកហ៊ានជេរខ្ញុំបន្ទាប់មកឈិនធានក៏មានខ្ជិះខ្ជាពេលវេលានោះដែរគេបានបន្តវឹកហាត់នៅក្បាច់ដាវរបស់គេពេលនោះសំឡេងរបស់មនុស្សស្រីក៏បានបន្លឺឡើងចូលមកខាងក្នុងកន្លែងវឹកហាត់របស់ឈិនធានและបានបន្លឺឡើងមកថាបងស្រីម្នាក់នេះនឹងវាឯងឲ្យដឹងម្ដងและធ្វើឲ្យឈិនធានបានស្គាល់សំឡេងនោះហើយនិយាយថាបងស្រីលូស៊ីកាត់មកខាងក្រៅយើងក៏បានឃើញស្រីស្អាតម្នាក់បានប្រើប្រាស់ធម៌ពលរបស់គាត់ហើយនិយាយថាតាស៊ូថ្ងៃនេះខ្ញុំនឹងឲ្យអ្នកលះបង់ជីវិតរបស់អ្នកនឹងហើយស្រីស្អាតម្នាក់នេះមានឈ្មោះថាស៊ឺលូស៊ីដែលជាកូនស្រីរបស់លោកម្ចាស់ឈិនហ្វាន់ដែលធ្វើឲ្យអ្នកប្រុសពីរ3នាក់ដែលនៅទីនោះបានខ្សឹកខ្សៀវគ្នាថាកញ្ញាលូស៊ីនាងចង់សងសឹកឲ្យអ្នកប្រុសតូចរបស់នាងមែនហើយខ្ញុំក៏បានឮមកថាតើស៊ូគេក៏បាននៅក្នុងព្រៃនៃព្រលឹងវិញ្ញាណដែរក្រោយពេលការបញ្ចប់នៃការប្រកួតនៅទីនោះពេលនោះលូស៊ីក៏បានប្រើប្រាស់នៅធម្មពលព្រើកំពុងធ្លាក់ទៅវាប្រហារតៅស៊ូស្របពេលនោះចំហាយនៃធម្មពលនាគដ៏ធំសម្បើមមួយមកទប់រងខ្ទុះបឹងរួចហើយក៏មាននារីដ៏ស្រស់ស្អាតម្នាក់ដែលមានឈ្មោះថាឈិនដែលជាកូនស្រីច្បងរបស់លោកម្ចាស់ឆាងប៉ាធានហើយឈិនធានក៏បានមកដល់ហើយនិយាយថាបងស្រីលូស៊ីគ្រាន់តែឮសំឡេងភ្លាមលូស៊ីនាងក៏បានដឹងថាឈិនធានបានមកដល់ងាកមកហើយពួកគេទាំងពីរនាក់ក៏បានអោបគ្នាទាំងក្តីនឹករលឹកដោយនិយាយឡើងថាអាក្មេងល្ងងឯងនឹងមានជីវិតនៅឡើយនោះទេអង្គអាធ្វើបន្ទាត់ឈិនធានបាននិយាយថាបងស្រីលូស៊ីរួចហើយក៏បាននិយាយទៅកាន់តៅស៊ូថាតើឯងកំពុងតែរងចាំខ្ញុំមែនទេខ្ញុំនឹងប្រយុទ្ធជាមួយនឹងឯងម្ដងទៀតពេលនោះតៅស៊ូគេក៏បានទៅឈរពីខាងក្រោយបងស្រីរបស់គេហើយនិយាយថាមិនឯងនោះទេរងចាំខ្ញុំហ្វឹកហាត់2-3ថ្ងៃទៀតខ្ញុំនឹងមកសម្លាប់ឯងដោយលូស៊ីក៏បាននិយាយថាឯងនៅតែមានកម្លាំងនិយាយទៀតមិញមកពីខ្ញុំវាយឯងតិចពេកហើយបញ្ចេញនៅធម្មពលនៅក្នុងដៃរបស់នាងបំរុងនឹងវាប្រហារប៉ុន្តែត្រូវបានឈិនធានខាត់មិនចាំបាច់ប្រើកម្លាំងឥតប្រយោជន៍ជាមួយនឹងគេនោះទេពេលដែលស្ដាប់ឮបែបនោះឈិនយានដែលនៅជិតនោះគេហាក់បីដូចជាជ្រិញធ្វើឲ្យឈិនធានសង្កេតឃើញហើយសំឡឹងមកបន្តិចធ្វើឲ្យឈិនយានគេបានផាត់ភ័យយ៉ាងខ្លាំងធ្វើការគោរពភ្លាមឪពុកកូនរបស់គេទាំង3នាក់បានចូលមកក្នុងសាលប្រជុំនៃគ្រួសារឈិនដោយឪពុករបស់ឈិនធានបាននិយាយប្រាប់ថាធានថ្ងៃនេះគឺជាការប្រកួតនៃគ្រួសារឈិនប្រចាំឆ្នាំដើម្បីជ្រើសរើសយុវជនចំនួនក្រោយដែលល្អបំផុតសមាជិកគ្រប់រូបនៃគ្រួសារឈិនត្រូវបានចូលរួមមិនថាកូនប្រុសរបស់បុព្វបុរសទេគឺគ្មានករណីលើកលែងនោះឡើយលូស៊ីពុកមិនបានបារម្ភពីកម្លាំងធម្មពលរបស់កូននោះទេប៉ុន្តែពុកបារម្ភពីធានដោយលូស៊ីក៏បាននិយាយប្រាប់ថាមែនហើយធានបើមិនទៅរួចក៏មិនខំខ្លួនអីតែធានវិញបានឆ្លើយប្រាប់ថាមិនអីនោះទេចាំជួបគ្នានៅវាផ្ដាច់ព្រាត់បងស្រីរបស់គេក៏ចង់មើលងាយជីវភាពហើយនិយាយទីថាដោះស្រាយជុំទី1ឲ្យបានសិនទៅឈិនធាននៅតែមានអំណួតហើយនិយាយថាមើលទៅបងដូចជាមើលស្រាលខ្ញុំពេកហើយប្រហែលបន្តិចឪពុករបស់គេនៅតែមានការព្រួយបារម្ភហើយនិយាយថាមនុស្សទាំងអស់នោះកំពុងតែប្រព្រឹត្តអំពើអាក្រក់ពួកយើងពិបាកមើលឃើញនៃការលាក់បាំងរបស់ពួកគេណាដូច្នេះត្រូវចាំថាកុំមើលងាយសត្រូវឲ្យសោះឈិនធានភាពជានៅតែមានបាននិយាយថាកុំបារម្ភអីថ្ងៃនេះគឺខុសពីអតីតកាលខ្ញុំលែងជាមនុស្សបរាជ័យទៀតហើយពេលនោះក្រុមរបស់ចាងប៉ាធានជាច្រើនបានបង្ហាញខ្លួនឡើងតែពេលនោះឈិនសាហើយនិងឈិនណាតគេក៏បានបក់ដៃហៅទៅក្រុមរបស់សិស្សនៃត្រកូលលូសៃដែលមើលទៅពួកគេដូចជាគ្រាន់បើដែរហើយចាងប៉ាធានបាននិយាយថាឥឡូវនេះពួកនេះទាំងអស់គ្នាបានមកគ្រប់ហើយខ្ញុំនឹងប្រកាសការប្រកួតប្រចាំឆ្នាំនៃគ្រួសារឈិនត្រូវបានចាប់ផ្ដើមឥឡូវនេះហើយលោកម្ចាស់ឈិនហ្វាន់ខឹងយ៉ាងខ្លាំងអន្ទ្រាំជើងមួយបញ្ចេញចំហាយធម្មពលហើយឈិនធានក៏បានធ្វើការគ្រប់ហើយនិយាយថាលោកពូឪពុករបស់ខ្ញុំបានឲ្យសួរថាតើអ្នកណាជាមេដឹកនាំនៃគ្រួសារឈិនចាងប៉ាធានបានតបថាពិតមែនហើយគឺជាបងប្រុសទី2ឈិនធានបានបន្ថែមទៀតថាបើអញ្ចឹងតើអ្នកកំពុងតែធ្វើអ្វីនៅទីនោះតើលោកពូនៅចាត់ទុកមេដឹកនាំនៅក្នុងត្រកូលឈិននៅក្នុងផ្នែកភ្នែកលោកពូដែរឬទេឈិនហាក់បីដូចជាខឹងដែរចេញមកហើយនិយាយថាឈិនធានកុំក្រអូតក៏តងខ្លាំងពេកឆាប់ចេញឲ្យឆ្ងាយទៅដោយសារតែមេដឹកនាំមកយឺតដូច្នេះឪពុករបស់ខ្ញុំគ្រាន់តែធ្វើជំនួសតែប៉ុណ្ណោះឈិនធានហាក់បីដូចជាខឹងហើយបន្ថែមថាមុននឹងនិយាយអ្វីត្រូវដឹងពីតំណែងខ្លួនឯងសិនការជួបជុំប្រចាំឆ្នាំរបស់គ្រួសារឈិនប៉ុន្តែអ្នកបែរជានាំបាក់ខាងក្រៅចូលមកតើពូអ្នកមានចេតនាអ្វីយិនដូចជាខឹងយ៉ាងខ្លាំងដែរប៉ុន្តែនិយាយមិនចេញពេលនោះសិស្សនៃត្រកូលលូសៃគេបាននិយាយឡើងថាតើអ្នកគេថាអ្នកជាអ្នកណាបានជាហ៊ានស្រែកចំពោះមុខខ្ញុំលូសៃវិញឈិនធានបានស្រែកឌឺឡើងថាហាខ្ញុំមិនចង់ឮរឿងពួកទាំងអស់នេះនោះទេប្រសិនបើអ្នកមិនសប្បាយចិត្តឆាប់ចាក់ចេញពីទីនេះភ្លាមលោកពូទី3ឡៅលីវគាត់ហាក់ដូចជាខឹងដែរហើយស្រែកឡើងថាឯងឈប់និយាយភ្លាមមិនដេចបានជាហ៊ានប្រមាថទៅសិស្សនៃត្រកូលលូសៃអញ្ចឹងចាងប៉ាធានបានចំអកទៅឲ្យឈិនធានថាយុវជនឈាមរាវការនិយាយស្ដីគឺមិនចេះគិតនោះទេពេលដែលស្ដាប់ឮបែបនោះឈិនហ្វាន់គាត់មិននៅស្ងៀមនោះឡើយដើរចេញមកខាងមុខហើយនិយាយថាតើកូនប្រុសរបស់ខ្ញុំនិយាយអ្វីខុសឈិនប៉ាធាននៅក្នុងកែវភ្នែករបស់ឯងដែលឃើញខ្ញុំជាមេដឹកនាំដែរឬទេហើយពួកអ្នករាល់គ្នាក៏ដោយដែរតើពួកអ្នកគឺជាឆ្កែបម្រើរបស់និកាយលូសៃមែនទេពេលដែលស្ដាប់ឮបែបនោះពួកគេទាំងអស់គ្នាក៏បានខឹងយ៉ាងខ្លាំងហើយពេលនោះក៏បានឮសំឡេងរបស់ប្រតិចាម្នាក់បាន
និយាយឡើងមកថាថ្ងៃដ៏សំខាន់នៃការប្រកួតប្រចាំឆ្នាំនៃគ្រូសាឈិនហើយអ្វីបានពូអ្នកនិយាយមិនសមរម្យបែបនេះនឹងហើយគាត់គឺជាព្រឹត្តិការណ៍ច្បងនៃគ្រូសាឈិនដោយគាត់បាននិយាយទៅកាន់ឈិនប៉ាធានទៀតថាតើរឿងទាំងអស់កើតឡើងដោយសារតែអ្នកណាហើយអ្វីមិនរាយការណ៍ប្រាប់ទៅមេដឹកនាំឈិនប៉ាធានហាក់បីដូចជាភ័យខ្លាចយ៉ាងខ្លាំងហើយនិយាយប្រាប់ថាជាការពិតណាស់អ្នកដែលជាមេដឹកនាំត្រូវតែធ្វើជាអធិបតីនៅក្នុងការប្រកួតមួយនេះគឺជាការធ្វើប្រហែលរបស់ខ្ញុំឲ្យខ្ញុំសុំទោសផងលោកម្ចាស់ឈិនហ្វាន់បន្ទាប់ពីដើរចូលទៅអង្គុយកៅអីរបស់គាត់ហើយបានស្រែកឡើងថាខ្ញុំសូមប្រកាសការប្រកួតប្រជែងនៃគ្រូសាឈិនត្រូវចាប់ផ្ដើមឥឡូវនេះដោយសូមលេងនាយគាំទ្រដែលនៅទីនោះបានហូរកញ្ជ្រៀវឡើងវាដំបូងត្រូវបានចាប់ផ្ដើមបេក្ខជនទាំងអស់ដែលមានវត្តមាននៅទីនេះការប្រយុទ្ធគ្នាត្រូវជ្រើសរើសចំនួនតែ8នាក់តែប៉ុណ្ណោះដើម្បីទៅវាបន្ទាប់ដោយពេលនោះស្រីស្អាតយិននាងក៏បានដើរចូលមកហើយនិយាយថាអ្នកទាំងអស់គ្នាត្រូវស្ដាប់ខ្ញុំឈិនធានគឺជាសត្វព្រៃដែលខ្ញុំត្រូវប្រមាញ់ខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់ប៉ះពាល់គេនោះទេដោយពេលនោះបេក្ខជនទាំងអស់ត្រូវបានប្រយុទ្ធគ្នាចំណែកឈិនធានបានត្រឹមតែអោបដៃឈរមើលបន្ទាប់ពីស្ងាត់មួយវគ្គទី1ក៏ត្រូវបានបញ្ចប់អ្នកដែលឈ្នះត្រូវបានបែងចែកជា4ក្រុមបន្ទាប់មកត្រូវចូលទៅក្នុងក្រុមរៀងៗខ្លួនក្រុមទី1ឈិនធានត្រូវប្រកួតជាមួយនឹងឈិនយានមើលទៅបងស្រីរបស់គេហាក់បីដូចជាបារម្ភប៉ុន្តែឈិនធាននៅតែនិយាយថាចាំជួបគ្នានៅវគ្គផ្ដាច់ព្រាត់បន្ទាប់ពីពួកគេទាំងពីរនាក់បានប្រឈមមុខនឹងគ្នាហើយបាននិយាយគ្នាបន្តិចបន្តួចថាឯងមិនចាំបាច់ហៅខ្ញុំថាអ្នកប្រុសនោះទេដោយឈិនយានគេមិនឲ្យបាក់មុខនោះឡើយបាននិយាយថានៅចំពោះមុខមនុស្សជាច្រើនខ្ញុំនឹងប្រយុទ្ធជាមួយនឹងឯងបញ្ចេញនៅធម្មពលដើររបស់គេសម្រុកចូលទៅឈិនធានបន្ទាប់ពីឃើញបែបនោះបានដកនៅដើររបស់គេបញ្ចេញនៅធម្មពលតែមួយស្និតប៉ុណ្ណោះធ្វើឲ្យឈិនយានដួលផ្កាប់មុខនៅនឹងកន្លែងដែលធ្វើឲ្យពួកលោកពូរបស់គេទាំងអស់នៅទីនោះមានការភ្ញាក់ផ្អើលបន្តិចផងដែរដោយឈិនប៉ាធានបាននិយាយថាឯងគ្រាន់តែអាចយកឈ្នះឈិនយានតែប៉ុណ្ណោះចាំមើលកូនប្រុសរបស់ខ្ញុំវិញតើឯងអាចទប់ទួលបានដោយរបៀបណាបន្ទាប់ពីក្រុមទាំង3បានប្រកួតចប់ហើយជុំទី2ក៏ត្រូវបានបញ្ចប់ឈិនធានប្រយុទ្ធជាមួយនឹងតៅស៊ូលូស៊ីប្រយុទ្ធជាមួយនឹងយិនការប្រកួតទី1នៃជុំទី3ចាប់ផ្ដើមឥឡូវនេះអ្នកប្រុសវ័យក្មេងឈិនធាននិងអ្នកប្រយុទ្ធឈិនតាស៊ូបញ្ចេញអាវុធដូចជាដំបងហនុមានរបស់គេទាំងពីរឡើងមកហើយនិយាយថាឈិនធានឯងមកដល់ជុំនេះគឺជាកិត្តិយសរបស់ឯងទៅហើយដកនៅដើរចេញមកឈិនធានបាននិយាយថាខ្ញុំចង់សម្លាប់ឯងនៅថ្ងៃនេះមិនថាអ្នកណាក៏ដោយសូម្បីតែស្ដេចនៃឋានស៊ូក៏ដោយក៏មិនអាចបញ្ឈប់ខ្ញុំបាននោះឡើយតើស៊ូគេក៏បានអស់សំណើចហើយនិយាយថាយើងក៏ចង់ដឹងដែរថាកម្រិតយុទ្ធសាស្ត្រឯងប៉ុណ្ណាហើយសម្រុកចូលទៅវាចេញឈិនធានបានហក់ទៅខាងលើកាប់នៅចំហាយធម្មពលដាវទៅទប់រងជាមួយនឹងរំបងហនុមានរបស់តៅស៊ូឲ្យខ្ទាតប៉ាមកវិញចាប់ចូលមកក្នុងដៃហក់វាជាលើកទី2ទប់រងហើយរអ៊ូថាកម្រិតយុទ្ធសាស្ត្រកាកសំណល់បែបនេះបែរជាហ៊ានក្រអត់ក៏តងដាក់យើងឆាប់ចេញឲ្យឆ្ងាយទៅប្រវាសចេញស្រែកបញ្ចេញនៅធម្មពលរបស់គេបន្ថែមទៀតវាទៅលើដីបំបែកជាធម្មពលឈិនធានហក់ទៅខាងលើលំហបញ្ចេញនៅក្បាច់ដៃដែលគេបានវឹកហាត់មកកាប់ចេញពេញមួយទំហឹងប៉ុន្តែត្រូវបានតៅស៊ូកិច្ចផុតបន្តិចហើយបន្លឺឡើងថាខ្ញុំជាកម្ពុជាក្បាច់គុណកម្រិតទី9ដែលជាកូនប្រុសដ៏មានមោទនភាពរបស់គ្រូសាឈិនដូច្នេះយើងត្រូវតែសម្លាប់ឯងបញ្ចេញនៅធម្មពលដ៏ខ្មុគខ្មាញ់របស់គេឡើងមកឈិនធានវិញមិនភ័យនោះឡើយបានបញ្ចេញនៅធម្មពលដើររបស់គេឡើងមកហើយបន្ថែមទៀតថាភាពអាម៉ាស់ដែលខ្ញុំបានរងទុក្ខអស់ជាច្រើនឆ្នាំថ្ងៃនេះខ្ញុំនឹងឲ្យអ្នកសមកខ្ញុំវិញ2ដងដែលចំហាយនៅធម្មពលដើរដ៏ខ្លាំងក្លារបស់ឈិនធានធ្វើឲ្យឈិនប៉ាធានគេមានការព្រួយបារម្ភនឹងកូនប្រុសរបស់គេយ៉ាងខ្លាំងហក់ចូលបំរុងទៅជួយប៉ុន្តែត្រូវបានឈិនហ្វាន់ហក់មករៀងចំណែកកូនស្រីរបស់គេក៏ដូចគ្នាដែរត្រូវបានលូស៊ីវាឲ្យខ្ទាតមកខាងក្រោយហើយតាស៊ូក៏បានបន្ថែមនៅធម្មពលដ៏ខ្មៅខ្មាញ់របស់គេបន្ថែមឡើងការប្រយុទ្ធដោយហិង្សាឈិនធានជាមួយនឹងធម្មពលរចនាបថក្បាច់ដៃទៀង13ដៅផ្លាស់ទីភ្នំនិងទន្លេចាក់ទៅខាងលើបញ្ចេញនៅធម្មពលដ៏សន្ធោសន្ធៅទៅលើលំហចាក់ចេញសម្ដៅទៅតាស៊ូជ្រួញទៀតប៉ាងមកខាងក្រោយជាមួយនឹងរបួសអ៊ុតឈាមចេញពីមាត់ដើរកាន់នៅដាវចូលមកដែលធ្វើឲ្យតាស៊ូមានការភ័យយ៉ាងខ្លាំងហើយស្រែកឡើងថាពុកបងស្រីជួយខ្ញុំផងភ្យងដាវមួយហើយនិយាយថាខ្ញុំនឹងបញ្ជូនឯងទៅនៅរੂភ្លាមនោះលោកពូទី4ឈិនហ្វាន់ក៏បានប្រប្រាំងធម្មពលរបស់គាត់សម្រុកចូលទៅវាប្រហារពីខាងក្រោយឈិនធានពេលដែលឃើញបែបនោះយកដាវរបស់គេទៅរៀងបន្តិចត្រូវបានខ្ទាតមកខាងក្រោយខ្ជិះឈាមចេញពីមាត់ដែលធ្វើឲ្យពុកនិងបងស្រីរបស់គេបានស្រែកឡើងថាធានហើយក៏សូមអធិស្ឋានជាមុនផងបើសិនជាមានសំឡេងរអាក់រអួលអ្វីព្រោះដោយសារតែ admin ថតនឹងទូរស័ព្ទទេក្នុងកំណាក់ពេលនេះដែរហើយរបស់គេទាំងពីរកំពុងតែប្រប្រាំងធម្មពលទប់រងគ្នាទៅវិញទៅមកជាមួយនឹងចំហាយនៃធម្មពលដ៏សន្ធោសន្ធៅស្របពេលនោះគាត់ក៏បានដឹងថាកូនប្រុសរបស់គាត់ត្រូវបានឈិនហ្វាន់វាប្រហារគាត់ក៏បានបន្លាស់ទីប្រប្រាំងធម្មពលរបស់គាត់ស្រែកថាឈិនហ្វាន់ហើយពិតជាមានខ្មាស់អ៊ីមែនដែលវាក្មេងបែបនេះប្រប្រាំងធម្មពលវិឃាតរបស់គាត់ទៅវាប្រហារឈិនហ្វាន់ពេលដែលឃើញបែបនោះភាពអើយ៉ាងខ្លាំងក៏បានប្រប្រាំងធម្មពលរបស់គេទៅទប់រងបានបន្តិចត្រូវមួយដៃជួលទ្រូងធ្វើឲ្យអបឈិនហ្វាន់រងរបួសយ៉ាងធ្ងន់ធ្ងរដោយឪពុករបស់ឈិនធានក៏បាននិយាយថានេះហើយជាលទ្ធផលដែលឯងចង់ក្បត់កូនប្រុសសម្រាប់គេចោលទៅឈិនធានជាមួយនឹងរបួសរបស់គេកាន់ដាវដើរចូលទៅធ្វើឲ្យតាស៊ូគេមានការភ័យខ្លាចយ៉ាងខ្លាំងឈិនធានបានប្រើជើងរបស់គេជន់ទៅលើទ្រូងរបស់តាស៊ូហើយនិយាយថាឯងដឹងហើយមែនទេថាភាពភ័យខ្លាចវាយ៉ាងណាតាស៊ូរត់តែភ័យក៏បានស្រែកហៅបងស្រីគេឲ្យមកជួយឈិនធានមិនខ្វល់ឡើយប្រើប្រាស់ដាវរបស់គេចាក់
ចូលជ្រុញធ្វើឲ្យតាស៊ូស្លាប់នៅនឹងកន្លែងពេលដែលឃើញបែបនោះយិននាងក៏បានតក់ស្លុតយ៉ាងខ្លាំងស្រែកថាប្អូនប្រុសទេឈិនធានយើងនឹងសម្លាប់ឯងបំរុងនឹងរត់ចូលទៅប៉ុន្តែទៅបានលូស៊ីមករៀបរៀងប្រើប្រាស់នូវធម្មពលរបស់ពួកគេទាំងពីរនាក់ចំណែកឯឈិនប៉ាធានគេក៏បានខឹងយ៉ាងខ្លាំងស្រែកឡើងថាឈិនធានយើងត្រូវតែសម្លាប់ឯងសម្រុកចូលទៅវាប្រហារជាមួយនឹងឡៅលីវពុករបស់ឈិនធានក៏បានប្រើប្រាស់នូវធម្មពលការពារកូនប្រុសរបស់គេទប់រងជាមួយការវាយប្រហាររបស់បងប្អូនទាំងពីរនាក់នោះធ្វើឲ្យពួកគេខ្ទាបទៅខាងក្រោយវិញដោយឈិនប៉ាធានគេក៏បានពិភាក្សាជាមួយនឹងប្អូនរបស់គេថាដូច្នេះពួកយើងត្រូវតែរួមកម្លាំងគ្នាពុករបស់ឈិនធានក៏បានស្រែកប្រាប់ទៅវិញថាបើសិនជាឯងចង់ប៉ះកូនរបស់យើងឆ្លងកាត់យើងជាមុនសិនទៅបញ្ចេញនូវធម្មពលដ៏ខ្លាំងក្លារបស់គាត់ធ្វើឲ្យឈិនប៉ាធានគេបានភ្ញាក់ផ្អើលហើយលន់មាត់ថាបាច់គុណមួយនេះបានបាត់បង់អស់10ឆ្នាំមកហើយឬក៏ឪពុករបស់យើងបានប្រគល់ឲ្យឯងទោះបីនេះមានប្រលឹងក្បាច់គុណនេះក៏ដោយប៉ុន្តែកម្លាំងធម្មពលរបស់ឯងត្រូវបានកាត់បន្ថយយ៉ាងខ្លាំងហើយអ្វីបានជាពុកប្រគល់ឲ្យឯងទាំងដែលយើងគឺជាកូនប្រុសច្បងនៃគ្រូសាឈិនមិនចាំយូរឡើយឈិនហ្វាន់គាត់ក៏បានប្រើប្រាស់ធម្មពលរបស់គាត់ចូលទៅវាប្រហារពួកគេទាំងពីរនាក់វាបំបែកខ្ទេចពួកបងប្អូនគេទាំងពីរនាក់ក៏បានរៀបគម្រោងហើយឈិនប៉ាធានក៏បានបន្លាស់ទីមកខាងក្រោយចូលទៅវាប្រហារភ្លាមវាចុះវាឡើងឆ្វេងស្ដាំរួចហើយពួកគេទាំងពីរនាក់ក៏បានប្រើប្រាស់ធម្មពលទប់រងគ្នាបន្តិចអូនប្រុសរបស់គេឡៅលីវពេលឃើញឱកាសល្អក៏បានហក់ចូលទៅវាពីខាងក្រោយឈិនហ្វាន់ពេលដែលឃើញបែបនោះគាត់ក៏បានដកឃ្លាមួយប្រើប្រាស់ធម្មពលដៃរបស់គាត់ទៅទប់រងបន្តិចដៃមួយខាងទប់រងជាមួយនឹងបងដៃមួយខាងទៀតទប់រងជាមួយនឹងប្អូនដោយឈិនប៉ាធានក៏បាននិយាយថាឈិនហ្វាន់ឯងបានសម្លាប់ចាប់ព្រឹទ្ធាចារ្យនៅក្នុងស្រុកសុងស៊ីហើយក៏បានលើកខ្លួនឯងធ្វើជាបុព្វបុរសហើយអ្វីបានជាឯងធ្វើបែបនេះទៅរួចឈិនហ្វាន់គាត់ក៏បាននិយាយតបទៅវិញថាឯងចេះតែនិយាយតើមានមនុស្សប៉ុន្មាននាក់ដែលស្លាប់នៅក្នុងកុលសម្ព័ន្ធនោះហើយឯងវិញបានស្វែងរកអំណាចនឹងដណ្ដើមយកជាមេដឹកនាំហើយអ្វីបានជាឯងមាននិយាយរឿងនេះផងថ្ងៃនេះខ្ញុំនឹងសម្អាតពួកមនុស្សអាក្រក់នៅក្នុងគ្រួសារឈិនមួយនេះដើម្បីឲ្យកូនចៅចំនួនក្រោយរបស់យើងបានដឹងហើយក្រុមរបស់កូនសិស្សនៃនិកាយលូសៃពួកគេទាំងពីរនាក់ក៏បានមកជួយយិនដោយបានប្រាប់យិនឲ្យទៅចាត់ការឈិនធានចំណែកលូស៊ីទុកឲ្យពួកគេទាំងពីរនាក់ជាអ្នកចាត់ការវិញចែកគ្នាសម្រុកចូលទៅវាប្រហារគោលដៅរៀងៗខ្លួនកាប់ចេញពេញទំហឹងឈិនធានក៏បានប្រើដៃរបស់គេទប់រងទាំងរបួសរួចហើយនាងក៏បានប្រើប្រាស់ជាមួយនឹងធម្មពលនៃចំហាយនាគភ្លើងរបស់នាងឡើងមកយ៉ាងធំសម្បើមអន្តរមជើងមួយស្រែកបញ្ជាថាធម្មពលអណ្ដាតនាគភ្លើងសម្រុកចូលទៅវាប្រហារឈិនធានកាប់ចេញនៅចំហាយធម្មពលដៅរបស់គេទៅបំបែកនៃចំហាយធម្មពលអណ្ដាតនាគភ្លើងមួយនោះបន្ទាប់ពីចំហាយនៃធម្មពលអណ្ដាតនាគភ្លើងបានបែកហើយវាក៏បានមករំពាត់រាងកាយរបស់ឈិនធានដែលធ្វើឲ្យឈិនធានមានការភ្ញាក់ផ្អើលបន្តិចផងដែរចំហាយនៃធម្មពលនាគភ្លើងដ៏ខ្មុះខ្មាញ់បានបង្ហាញខ្លួនឡើងមកយិននាងក៏បាននិយាយទៀតថាចុងក្រោយនាគនៅតែចាញ់ជាមួយនឹងធម្មពលនាគភ្លើងនោះរបស់យើងពេលនោះឈិនធានក៏បានបញ្ចេញនៃចំហាយធម្មពលពីខ្សែភ្នែករបស់គេដោយនិយាយឡើងថាធ្លាប់បាននិយាយរឿងអតីតកាលថ្ងៃនេះខ្ញុំត្រូវតែជម្រាបបញ្ជីខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាខ្ញុំគឺជាឈិនធានមិនមែនជាមនុស្សបរាជ័យដូចជាលើកមុននោះទេបញ្ចេញនៅអាការពារសឹកប្រលឹងរបស់គេឡើងមកទប់រងជាមួយនឹងធម្មពលនាគភ្លើងនោះរក់ពេលដែលឃើញធម្មពលភ្លើងដ៏សន្សឹមធ្វើបានដុតកម្លោចរាងកាយរបស់ឈិនធានហើយយិននាងក៏បានងាកដើរចេញមកវិញដោយនិយាយថាខ្ញុំបាននេះហើយថ្ងៃនេះឯងត្រូវតែស្លាប់ពេលដែលឃើញបែបនោះពុកហើយនឹងបងស្រីរបស់គេក៏មានការព្រួយបារម្ភខ្លាំងចំណែកឯឈិនធាននៅក្នុងរង្វង់ចំហាយធម្មពលភ្លើងដ៏សន្សឹមធ្វើគេក៏បាននិយាយឡើងថាខ្ញុំបាននិយាយហើយថាថ្ងៃនេះខ្ញុំនឹងមកសងសឹកធម្មពលដាវយើងជៀនហក់ទៅលើលំហប្រើប្រាស់នូវធម្មពលចំហាយដាវសន្សឹមធ្វើរួមបញ្ចូលគ្នាคล้ายទៅជានាគពណ៌សមួយក្បាលបំបែកនៃការបង្កើតធម្មពលនាគភ្លើងមួយនោះយិនពេលដែលឃើញបែបនោះប្រើប្រាស់នូវធម្មពលដាវរបស់នាងទៅទប់រងជាមួយនឹងចំហាយនៃធម្មពលនាគក្រៀករបស់ឈិនធានប៉ុន្តែត្រូវបានខ្ទាតផ្កាប់មុខនៅនឹងកន្លែងងើបឡើងមកវិញទាំងរបួសដោយនាងនៅតែប្រើប្រាស់នូវធម្មពលរបស់នាងកាប់ចេញទៅវាប្រហារឈិនធានប៉ុន្តែមិនអាចធ្វើអ្វីឈិនធានបានឡើយជាមួយនឹងអាវថ្មការពារសឹកប្រលឹងរបស់គេកាប់បំបែកនៃចំហាយធម្មពលរបស់យិនយ៉ាងស្រួលមួយស្នេហ៍ចុងក្រោយរបស់ពួកគេទាំងពីរជាមួយនឹងធម្មពលនាគភ្លើងហើយនឹងនាគទឹកកកទាំងពីរទប់រងគ្នាបន្តិចក៏បានបំបែកនៃធម្មពលនាគភ្លើងបំរុងនឹងចូលទៅដល់មុខរបស់យិនហើយស្រាប់តែមាននៅចំហាយធម្មពលដ៏សន្សឹមធ្វើមួយបានដាក់សម្ពាធទៅលើឈិនធានដែលព្រឹទ្ធាយាយម្នាក់នោះគាត់គឺជាម្ចាស់និកាយលូសៃពេលដែលឃើញបែបនោះពុកហើយនឹងបងស្រីរបស់គេក៏បានចូលមកជួយហើយប្រជុំមុខជាមួយនឹងព្រឹទ្ធាយាយម្នាក់នោះដោយឪពុកកូឈិនប៉ាធានជាមួយនឹងកូនសិស្សរបស់គេធ្វើការគោរពទៅព្រឹទ្ធាយាយម្នាក់នោះឪពុកឈិនធានក៏បាននិយាយថាថ្ងៃនេះគឺជាការប្រកួតរបស់គ្រួសារឈិនហើយអ្វីបានជានិកាយលូស៊ីមកលូកដៃអញ្ចឹងដោយព្រឹទ្ធាយាយម្នាក់នោះក៏បាននិយាយថាចុះបើខ្ញុំចង់លូកដៃរួចហើយប្រើប្រាស់ធម្មពលរបស់គាត់ដាក់សម្ពាធទៅក្រុមរបស់ឈិនធានដោយលោកពូទី3គាត់បាននិយាយថាវូវ៉ាងជាងហេតុអ្វីបានជានាងធ្វើបែបនេះដោយឪពុកកូនឈិនប៉ាធានក៏បានលើកដៃធ្វើការគោរពសុំជំនួយដោយនិយាយថាសូមម្ចាស់និកាយជួយសងសឹកឲ្យប្អូនប្រុសរបស់ខ្ញុំផងឪពុករបស់គេក៏បាននិយាយដែរថាម្ចាស់និកាយត្រូវតែរកយុត្តិធម៌ឲ្យពួកយើងដើម្បីសម្លាប់ឪពុកកូនពួកគេទាំង3នាក់នោះដើម្បីសងសឹកឲ្យកូនប្រុសរបស់ខ្ញុំផងឈិនហ្វាន់គាត់ក៏បានខឹងយ៉ាងខ្លាំងហើយនិយាយថាយុត្តិធម៌ចុះកូនប្រុសរបស់ខ្ញុំឈិនធានតើមានយុត្តិធម៌សម្រាប់គេទេព្រឹទ្ធាយា
យាវ៉ាងជីងក៏បានប្រើប្រាស់ធម្មពលរបស់គាត់វាទៅជើងរបស់ឈិនហ្វាន់ធ្វើឲ្យគាត់លុតជង្គង់ហើយនិយាយថាខ្ញុំបាននិយាយថាឲ្យឯងលុតជង្គង់ចុះឈិនធានរបួសប៉ុណ្ណឹងហើយនៅតែបារម្ភពីឪពុករបស់គេដោយបាននិយាយថាកុំប៉ះពាល់ឪពុករបស់ខ្ញុំឲ្យសោះបើជាមានអ្វីដោះស្រាយជាមួយនឹងខ្ញុំទៅដោយព្រះតេជេវ៉ាងជីងដែលអណ្ដែតខ្លួននៅលើលំហគាត់បាននិយាយថាខ្ញុំឲ្យអ្នកលុតជង្គង់ចុះត្រូវតែលុតជង្គង់ខ្ញុំចង់ឲ្យអ្នកស្លាប់អ្នកត្រូវតែស្លាប់ប្រើប្រាស់ធម្មពលរបស់គាត់ដែលប្រៀបបានដូចជាដុំគ្រីស្តាល់មួយដែលធ្វើឲ្យក្រុមរបស់ឈិនប៉ាធានពួកគេបានសប្បាយចិត្តរីកមុខរីកមាត់យ៉ាងខ្លាំងព្រះតេជេវូសុងជីងពេលនោះនាងក៏បានប្រើប្រាស់ធម្មពលរបស់គេវាប្រហារទៅលោកម្ចាស់ឈិនហ្វាន់ដោយគាត់ក៏បានប្រើប្រាស់ធម្មពលបំបែកពិភពលោកទៅទប់រងបានបន្តិចប៉ុន្តែគាត់ក៏បានត្រូវធម្មពលរបស់ព្រះតេជេវូសុងជីងវាប្រហារខ្ទាតទៅខាងក្រោយក្អួតឈាមចេញពីមាត់ដោយបានងើបឡើងមកវិញនិយាយទៅកាន់ឈិនប៉ាធានថាបើសិនជាអ្នកចង់ធ្វើមេដឹកនាំនៃគ្រួសារត្រកូលឈិនខ្ញុំនឹងឲ្យអ្នកធ្វើប៉ុន្តែត្រូវជីវិតឲ្យកូនទាំងពីរនាក់របស់យើងខ្ញុំឈិនហ្វាន់អ្នកចង់កាប់សម្លាប់យ៉ាងម៉េចក៏បានខ្ញុំមិនតបតអ្វីទាំងអស់ឈិនប៉ាធានមិនព្រមឡើយបានតបទៅវិញថាមានផ្លូវនោះទេចុះការស្លាប់របស់កូនប្រុសខ្ញុំហើយអ្វីបានជាអ្នកមិនឲ្យកូនប្រុសរបស់អ្នកទុកជីវិតឲ្យកូនប្រុសរបស់ខ្ញុំហើយនេះមិនត្រឹមតែតំណែងមេដឹកនាំនៃគ្រួសារឈិនទេជីវិតរបស់ពួកឯងក៏យើងជាអ្នកគ្រប់គ្រងដែរហើយក៏បានសុំជំនួយទៅព្រឹទ្ធាយាយវូសុងជីងថាសូមម្ចាស់និកាយច្រកទ្វារជួយសងសឹកឲ្យកូនប្រុសរបស់ខ្ញុំផងឈិនហ្វាន់ខឹងយ៉ាងខ្លាំងស្រែកថាឈិនប៉ាធានអាកំសាព្រឹទ្ធាយាយវូសុងជីងគាត់មាននិយាយច្រើនឡើយញញឹមបន្តិចប្រើប្រាស់ធម្មពលរបស់គាត់បង្ហោះទៅខាងលើលំហប្រៀបបានដូចជាធម្មពលរន្ទះធ្លាក់មកវិញជាមួយនឹងដុំគ្រីស្តាល់ដែលពោពេញទៅដោយធម្មពលរន្ទះបានសម្រុកចូលទៅវាប្រហារលោកម្ចាស់ឈិនហ្វាន់ប្រើប្រាស់ធម្មពលរបស់គាត់ទប់រងបានបន្តិចស្របពេលនោះក៏មានធម្មពលដ៏ខ្លាំងក្លាមួយបានវិបំបែកធ្វើឲ្យធម្មពលនៃការបង្កើតនោះដែលដាក់សម្ពាធទៅលើពួកគេទាំងអស់នោះបានបែករលាយមកវិញព្រឹទ្ធាយាយនៅតែអោបដៃហើយនិយាយថាតាកាចាស់ឆាប់បង្ហាញខ្លួនឡើងមកនឹងហើយគាត់ជាព្រឹទ្ធាចារ្យកំពូលនៃគ្រួសារឈិនឈ្មោះរបស់គាត់គឺឈិនលីងសុងបន្ទាប់ពីគាត់បានបង្ហាញខ្លួនហើយពួកអ្នកទាំងអស់គ្នានៅទីនោះបានធ្វើការគោរពដោយលោកព្រឹទ្ធាចារ្យលីងសុងគាត់បាននិយាយថាម្ចាស់និកាយនៃច្រកទ្វារលូសៃហើយអ្វីបានជាអ្នកមកធ្វើបាបកូនចៅនៃគ្រួសារឈិនរបស់ខ្ញុំតើអ្នកគិតថាគ្មាននរណាម្នាក់នៅក្នុងគ្រួសារឈិនដែលអាចទប់ទល់ជាមួយនឹងអ្នកបានមានទេគ្រវាសដៃចេញមួយពេលនោះចំហាយនៃធម្មពលដ៏ខ្លាំងក្លារបស់គាត់បានវាប្រហារទៅព្រឹទ្ធាយាយម្នាក់នោះគិចមួយមកមួយគិចពីរទប់រងបន្តិចទៅបឹងរួចហើយបញ្ចេញនូវធម្មពលពីរាងកាយរបស់គាត់ហើយនិយាយថាតាកាចាស់លីងសុងអ្នកចេះតែល្បិចតូចតាចប៉ុណ្ណឹងមែនទេធម្មពលកំប៉ែកំពុកនេះមិនអាចពីប្រហារយើងបាននោះទេចាលីងសុងក៏បាននិយាយដែរថាទោះបីយើងមិនឈានទៅដល់កម្រិតអាណាចក្រអធិរាជក៏ដោយប៉ុន្តែខ្ញុំក៏អាចទប់ទល់ជាមួយនឹងអ្នកបានគ្រប់ស្នីដែរហើយក៏ចង់ដឹងដែរថាតើអ្នកអាចការពារសិស្សរបស់អ្នកទាំងអស់នេះបានទេកូនចៅនៃគ្រួសារឈិនសូមស្ដាប់បង្គាប់ត្រៀមខ្លួនដើម្បីប្រយុទ្ធប្រើប្រាស់ធម្មពលរបស់គាត់បង្កើតបានទៅជារាងកាយជាងកាំងដ៏ធំសម្បើមបង្ហាញខ្លួននៅមុខរបស់ព្រឹទ្ធាយាយដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលបន្តិចហើយនិយាយថាតើតាកាចាស់អីចង់គំរាមខ្ញុំមែនទេព្រឹទ្ធាចារ្យលីងសុងគាត់នៅតែនិយាយថាបើអ្នកមិនខ្លាចអាចសាកប្រយុទ្ធជាមួយនឹងខ្ញុំបានខ្សែភ្នែកនិងខ្សែភ្នែកទាំងពីររបស់ពួកគាត់កំពុងតែសម្លឹងគ្នាដោយព្រឹទ្ធាយាយវូសុងជីងគាត់ក៏បានដកនៅធម្មពលរបស់គាត់ចេញហើយនិយាយថាខ្ញុំអាចទប់ទល់ជាមួយនឹងគ្រួសារឈិនរបស់អ្នកបានប៉ុន្តែខ្ញុំមិនអាចរក្សាសុវត្ថិភាពកូនសិស្សហើយនឹងឈិនបាននោះទេដោយព្រឹទ្ធាចារ្យលីងសុងគាត់ក៏នៅតែនិយាយថាកូនចៅដែលមិនស្មោះត្រង់បែបនេះថ្ងៃនេះខ្ញុំត្រូវតែបណ្ដេញពួកគេចេញពីត្រកូលយកគេចេញឲ្យឆ្ងាយទៅភ្លាមនោះព្រឹទ្ធាយាយគាត់ក៏បានប្រើប្រាស់ធម្មពលការពារទៅកូនសិស្សរបស់គេដោយឈិននាងនៅតែបារម្ភពីឪពុករបស់នាងហើយបាននិយាយថាអ្នកគ្រូចោះឪពុករបស់ខ្ញុំវិញដោយឈិនប៉ាធានគាត់ក៏បានភ័យខ្លាចយ៉ាងខ្លាំងហើយនិយាយថាក្រែងម្ចាស់និកាយច្រកទ្វារលូសៃបានសន្យាថានឹងជួយខ្ញុំដោយឈិននាងនៅតែស្រែកថាអ្នកគ្រូជួយឪពុករបស់ខ្ញុំផងអ្នកគ្រូនិយាយផ្លាស់ប្ដូរទឹកមុខហើយគ្រូវីក្បាលនិយាយថាយិនសមត្ថភាពរបស់ខ្ញុំដើម្បីការពារអ្នកគឺមានដែនកំណត់បើប្រយុទ្ធគ្នាមែនពួកអ្នកមិនមែនជាដៃគូរបស់ឈិនហ្វាន់នោះទេអ្នកគូតែចង់ចាំថ្ងៃនេះទុកជារៀងរហូតមានតែខ្លាយទៅជាអ្នកខ្លាំងតែប៉ុណ្ណោះទើបអាចទល់ជាមួយនឹងពួកគេបានព្រឹទ្ធាចារ្យលីងសុងគាត់ក៏បានប្រើប្រាស់ធម្មពលរបស់គាត់ដាក់សម្ពាធទៅឈិនប៉ាធានឲ្យដឹងពីអំពើក្បត់ដោយគេនៅតែប្រកែកថាតើខ្ញុំមានតោះអ្វីទៅឈិនហ្វាន់កំហុសទាំងអស់គឺដោយសារតែឯងដោយមើលទៅឈិនប៉ាធានគេមិនដឹងពីកំហុសគាត់ក៏បានបញ្ជាឲ្យឈិនហ្វាន់អនុវត្តច្បាប់នៃគ្រួសារឈិនដោយឈិនហ្វាន់គាត់ក៏បានដោះចូលទៅហើយនិយាយថាបងប្រុសធំតើអ្នកនៅតែយល់ច្រឡំទៀតមែនទេដោយឈិនប៉ាធាននៅតែហើយនិយាយថាឈប់បង្ហាញពីចិត្តមេត្តារបស់ឯងចំពោះមុខយើងទៅឈិនហ្វាន់មិនយូរមិនឆាប់ទេគ្រូសាឈិននឹងត្រូវបំផ្លាញនៅក្នុងដៃរបស់អ្នកស្ទើរអ្វីទៀតឆាប់សម្លាប់យើងភ្លាមទៅបិទភ្នែកដកដង្ហើមធំប្រើប្រាស់ធម្មពលបន្តិចភ្លាមនោះចំហាយនៃធម្មពលរបស់គាត់បានសម្លាប់ឈិនប៉ាធានធ្វើឲ្យឈិននាងបានយំយេកយ៉ាងខ្លាំងដោយបាននិយាយឡើងថាឈិនហ្វាន់ឈិនធានខ្ញុំនឹងចង់ចាំពួកនេះទាំងអស់គ្នាទុកមិនលើសពី5ឆ្នាំនោះទេខ្ញុំនឹងសងសឹកពួកឯងវិញហើយបំផ្លាញគ្រូសាឈិនទាំងមូលឲ្យខ្លាចជាធូលីនឹងសម្លាប់ពួកឯងកាត់សាកសពជាបំណែកយេគាត់មិនបាននិយាយអ្វីឡើយញញឹម
បន្តិចរួចហើយក៏បានយកកូនសិស្សរបស់ពួកគេទាំងអស់ចេញទៅដោយឈិនធានបន្ទាប់ពីសំឡឹងមើលពួកគេចាក់ចេញទៅគេក៏បានគិតក្នុងចិត្តហើយនិយាយថានិកាយច្រកទ្វារលូសៃខ្ញុំឈិនធានមិនអនុញ្ញាតឲ្យអ្នកធ្វើបាបគ្រួសារខ្ញុំសូម្បីតែបន្តិចព្រឹទ្ធាចារ្យលីងសុងគាត់ក៏បាននិយាយថាមេកន្ទ្រីរបស់គេត្រូវបានស្លាប់ហើយអ្នកបន្ទាប់ពេលនោះលោកពូទី3ដែលត្រូវរបួសបានដឹងខ្លួនមកលូតជង្គង់នៅខាងមុខហើយនិយាយថាអ្វីដែលកើតឡើងទាំងអស់ខ្ញុំមិនអាចប្រកែកបាននោះទេវាជាការពិតដែលខ្ញុំបានខົບខិតជាមួយនឹងឈិនប៉ាធានដើម្បីចង់បានអំណាចកាន់តែធំតើអ្នកណាខ្លះដែលចង់នៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃឈិនហ្វាន់អ្នកសាកសួរខ្លួនឯងមើលតើស័ក្តិសមជាមួយនឹងតំណែងជាមេដឹកនាំនៅគ្រួសារឈិនដែរឬទេរួចហើយគាត់ក៏បានប្រើប្រាស់ធម្មពលវាក្បាលខ្លួនឯងស្លាប់នៅទីនោះដោយព្រឹទ្ធាចារ្យលីងសុងគាត់នៅតែនិយាយថាទីបញ្ចប់អ្វីៗទាំងអស់គឺបណ្ដាលមកពីការលុបលុនឈិនហ្វាន់អ្នកជាមេដឹកនាំនៃគ្រួសារឈិនអ្វីទាំងអស់ដែលនៅទីនេះទុកឲ្យអ្នកជាអ្នកដោះស្រាយទៅចុះពេលនោះលោកពូទី6ឡៅលីវគេហាក់បីដូចជាដឹងខ្លួនមកលុតចង្គោះសុំអង្វរហើយនិយាយថាដោយសារការច្របូកច្របល់មួយភ្លេតពួកឲ្យខ្ញុំបានខົບខិតជាមួយនឹងឈិនប៉ាធានព្រោះតែខ្ញុំត្រូវគេបង្ខំនោះទេបងប្រុសសូមទុកជីវិតឲ្យខ្ញុំផងបងប្រុសទី2សូមទុកជីវិតឲ្យខ្ញុំផងលោកម្ចាស់ឈិនហ្វាន់គាត់ក៏បាននិយាយថាការភ្ញាក់រលឹករបស់អ្នកមិនមែនជារឿងធំនោះទេដូច្នេះយើងអាចទុកជីវិតឲ្យឯងបានប៉ុន្តែចាប់ពីថ្ងៃនេះឯងត្រូវបានដកចេញពីត្រកូលគ្រួសារឈិននិងមិនឲ្យឯងឈានជើងចូលក្នុងគ្រួសារឈិនម្ដងទៀតនោះឡើយបន្ទាប់ពីលោកព្រឹទ្ធាចារ្យបានចុះមកខាងក្រោមវិញលោកម្ចាស់ឈិនហ្វាន់គាត់ក៏បានធ្វើការគោរពហើយនិយាយថាគ្រួសារឈិនស្ថិតនៅក្នុងភាពវេទនាបែបនេះគឺដោយសារតែខ្ញុំពិតជាមិនស័ក្តិសមជាអ្នកកាន់តំណែងនៃគ្រួសារឈិននោះទេព្រមនោះធ្វើឲ្យកូនចៅនៅទីនោះមានការភ្ញាក់ផ្អើលដោយលោកពូទី4ក៏បានលន់មាត់ថាគ្មានផ្លូវនោះទេពួកយើងមិនអាចរស់នៅដោយគ្មានបងទី2នោះទេបងប្រុសគូតែគិតឲ្យល្អអន់សិនលោកម្ចាស់ឈិនហ្វាន់ក៏បាននិយាយទៅកាន់ប្អូនទី4របស់គាត់ថាអ្នកទើបស័ក្តិសមជាមួយតំណែងមួយនេះជាងខ្ញុំអនាគតនៃគ្រួសារឈិនខ្ញុំទុកឲ្យអ្នកជាអ្នកចាត់ការទៅចុះខ្ញុំបានសម្រេចចិត្តហើយមិនចាំបាច់និយាយអ្វីទៀតនោះទេព្រឹទ្ធាចារ្យលីងសុងគាត់ក៏បាននិយាយថាចាំបន្តិចសិនអ្នកលេងកាន់តំណែងជាមេដឹកនាំនៃគ្រួសារឈិនតើនឹងមានអ្វីកើតឡើងចំពោះគ្រួសារឈិនទៅលោកម្ចាស់ឈិនធ្វើការគោរពហើយនិយាយថាភារកិច្ចនៅក្នុងគ្រួសារឈិនខ្ញុំក៏នៅតែជួយដែរតែពេលនេះខ្ញុំគ្រាន់តែចង់ចំណាយពេលឲ្យច្រើនជាមួយនឹងកូនរបស់ខ្ញុំតែប៉ុណ្ណោះដែលជាភាគទី10របស់យើងឈិនធានដែលកំពុងតែអង្គុយវឹកហាត់នៅធម្មពលរបស់គេពេលនោះសំឡេងរបស់អធិរាជដាវគេក៏បាននិយាយឡើងថាការប្រកួតប្រចាំឆ្នាំនៃគ្រួសារឈិនត្រូវបានបញ្ចប់ហើយប៉ុន្តែមិនយូរមិនឆាប់នោះទេពួកគេនឹងត្រឡប់មកសងសឹកវិញដូច្នេះអ្នកត្រូវតែប្រឹងវឹកហាត់នៃបច្ចេកទេសរបស់អ្នកដោយប្រុងប្រយ័ត្នអ្នកកុំលោះតើថ្ងៃនោះមកដល់អ្នកភ័យខ្លាចដែរឬទេដែលកញ្ញាលីងបាននិយាយថានឹងគំតិចគ្រួសារឈិនទាំងមូលរបស់អ្នកនឹងសម្លាប់ពួកអ្នកទាំងអស់គ្នាចោលបើកភ្នែកមកវិញឈិនធានគេក៏បាននិយាយរអ៊ូថាហើយកម្រិតធម្មពលប្រលឹងក្បាច់គុណកម្រិត2ហើយក្នុងរយៈពេល5ឆ្នាំទៀតនាងនឹងអាចបំបែកទៅកម្រិតអធិរាជលីងវូដោយសារតែសមត្ថភាពរបស់ម្ចាស់និកាយលូសៃពួកគេគឺមានធម្មពលខ្លាំងក្លាណាស់ហើយប្រសិនបើពួកគេមករកខ្ញុំដើម្បីសងសឹកខ្ញុំគឺមិនខ្លាចស្លាប់នោះទេអ្វីដែលខ្ញុំខ្លាចគឺថាគ្មាននរណាម្នាក់អាចជួយលោកឲ្យងើបឡើងមកវិញនៅទម្រង់ដ៏ពិតប្រាកដនោះឡើយមើលទៅខ្ញុំគ្មានប្រយោជន៍ទល់តែសោះពេលដែលស្ដាប់លើបែបនោះអធិរាជដៃគេហាក់បីដូចជាខ្លាចបន្តិចផងដែរហើយក៏បានសួរទៅថាតើម្ចាស់និកាយលូសៃគេខ្លាំងប៉ុណ្ណាទៅឈិនធានក៏បានតបថាគឺគាត់ស្ថិតនៅក្នុងអាណាចក្រអធិរាជក្បាច់គុណដោយអធិរាជដៃក៏បានបន្ថែមទៅទៀតថាវឹកហាត់ទម្លុះទៅកម្រិតទី7រយៈពេល5ឆ្នាំអ្នកកំឡោះខ្ញុំនឹងអង្ហាត់អ្នកត្រឹមតែ3ឆ្នាំប៉ុណ្ណោះនឹងអាចទម្លុះទៅដល់កម្រិតទី4នៃអាណាចក្រអធិរាជក្បាច់គុណទេគឺអាណាចក្រនៃអធិរាជកម្រិតទី9ឈិនធាននៅតែបញ្ជាក់ទៀតថាវាគ្រាន់តែពាក្យសម្ដីរបស់អ្នកដែលបាននិយាយព្រោះតែអ្នកគ្រាន់តែជាប្រលឹងដែលនៅសេសសល់តែប៉ុណ្ណោះតើអាចជួយខ្ញុំបានដោយរបៀបណាមិនខ្វល់នោះឡើយខ្ញុំសុខចិត្តរងចាំនៃការស្លាប់វិញព្រមនោះអធិរាជដៃគេក៏បាននិយាយថាល្អយើងលើកមករៀបឯឥឡូវនេះពីធម្មពលទ្វីបលីងវូដូច្នេះអ្នកត្រូវតែតាំងចិត្តឲ្យស្ងប់ទុកឲ្យសង្វត្ថវិញ្ញាណរបស់អ្នករួមបញ្ចូលគ្នាតែមួយប្រញាប់ឡើងបញ្ចូលធម្មពលទៅលើថ្ងាសរបស់ឈិនធានធម្មពលយិននិងយ៉ាងគឺជាភាពវឹកវរមួយធម្មពលយិនមួយនិងធម្មពលយ៉ាងមួយត្រូវបានគេហៅថាធម្មពលតាវធម្មពលតាវត្រូវបានបង្កើតទាំងអស់ដែលមានឈ្មោះថាទ្វីបលីងវូវិញ្ញាណបំពេញនៅវិញ្ញាណនៃឋានសួគ៌និងផែនដីដោយពេលនោះឈិនធានក៏បានប្រមូលផ្ដុំនៃធម្មពលវិញ្ញាណរបស់គេឲ្យសូត្រតាមបន្ទាប់មកក៏បានបើកភ្នែកវិញហើយនិយាយថាជាវឡៅហើយលើនេះខ្ញុំមានអារម្មណ៍ថាដូចជារូបរាងកាយរបស់ខ្ញុំទាំងមូលត្រូវបានផ្លាស់ប្ដូរទាំងស្រុងអធិរាជដាវជាវឡៅក៏បាននិយាយទៀតថាកុំទាន់បាញ់ឈប់អីឥឡូវនេះអ្នកបានស្ថិតទៅក្នុងកម្រិតអ្នកចម្បាំងកំពូលហើយធម្មពលខាងវិញ្ញាណក៏បានឈានទៅដល់កម្រិតទី8ផងដែរបន្តវឹកហាត់ទៀតរហូតអ្នកទម្លុះទៅកម្រិតអធិរាជក្បាច់គុណព្រមនោះឈិនធានក៏បានបន្តនៅវឹកហាត់ក្បាច់គុណរបស់គេបន្ទោះមួយហោះទៅលើលំហចុះមកវិញពុះពេញទៅដោយស្នាមញញឹមហើយនិយាយថាឥឡូវនេះខ្ញុំបានទម្លុះទៅក្បាច់គុណកម្រិតទី1ហើយអធិរាជដាវជាឡក៏បាននិយាយថាល្អអ្នកកំឡោះខ្ញុំឃើញថាអ្នកនៅតែខឹងខ្ញុំប៉ុន្តែខ្ញុំមានអំណងបង្រៀនអ្នកអំពីអត្ថកម្បាំងខាងវិញ្ញាណរួចទៅហើយព្រោះតែអ្នកមានវាសនាជាមួយនឹងអធិរាជដាវដោយឈិនធានក៏បាននិយាយអរគុណទៅដល់អធិរាជដាវជាឡប្រសិនថ្ងៃណាមួយខ្ញុំអាចឈានទៅដល់អាណាចក្រនៃកម្រិតអធិរាជក្បាច់គុណកម្រិតកំពូលបានខ្ញុំនឹងជួយធ្វើឲ្យអ្នកត្រឡប់ទៅសភាពដើមវិញដោយពេលនោះអធិរាជដាវគាត់ក៏បាននិយាយថាមិនអីទេនិយាយបែបនេះខ្ញុំជាអធិរាជដាវក៏ចេះខ្មាស់អៀនដែរបន្ទាប់ពីចេញមកវិញដើរ
ปวดครูบันติไปหนูสำเร็จระบอลูซี่เนี่ยกับมันใส่หายท่าเช่นเทียนฮอมมุกระบอเช่นเทียนฟูไอเกอินมันติโดยเกกับมันตอบตะเวนถากขยมเติบแต่ว่าขาดในกระบายคนรุยรัวเว็บบ้านมันพลื้โจตะขนมพนีระบอขยมโดยใจดอนเวียมันเหมือนเจ็บปนลือเปรียเตโนเตได้ใจจังเวียคือเจียพิบซอสอาร์บอลเนี่ยลูซี่เนี่ยก็บ้านใส่บันติหายในยัยถาเวียเป็นจิเมนรูเชียดบันติเมนปนตายเวียก็อ้อได้บ้านหายต่อแต่เมื่ออาชีพกรรมระบอบปุยยังวินเตอร์การเจนตะการได้ที่นี่เตะบ้านเก็บประโคจูนมอกดอนหายโดยชนะขยมนึงจะเชนขนมระยะเป้ปีทั้งไงเตียนแต่เนี่ยจ้องเตยอยู่มือหนึ่งขยมได้หรือเตะจับได้เนียงให้ในยัยถาแต่ในจะการเชนขยมในทั้งไงนัดจูบเมนเตลูซี่ได้เชนเตยหายในยัยถาคอมพลีเตอร์นะในตามเพลย์ปุกิตั้งปีเนี่ยมาในยัยคเนถาจับตังปีเนี่ยบ้านเตยเทียนทรงอระยะเปอยู่มองหายได้ปุยืงมันบ้านดาวติงไอวันจมือนึกเนี่ยแบบนี้เมนให้บองไซลูซี่ผมรองนักสารเพลเวมีอย่างเช่นมองเปรโนก็ลุสมเลยมนุษย์มันเนี่ยมันชลบประกายขึ้นอย่างคลังได้เช่นเสียนให้นังเชนนานปุเกตระบันเนี่ยปลอกครูซาตระโกลกูได้เมนชโมธากูฝั่งเก็บบ้านเจประมาทธาเมนให้ขยมแต่กระโดดโตต่างปีเนยขมิ้นไม่ในนามันเนี่ยเห็นจมือนึกขยมนุเตโปรแต่เนี่ยก็เจ็บปุมนุษย์ลิงลิงฮ่าเลี่ยมหนุบานซีมีดมทมอระบอเชนเทียนโดยเชนเทียนกับมันได้ช่วยมองให้นิยธาต่างไปขยมทมดังกระไดเมามันครอบหรือสมได้ทอกเตียบแบบนี้นุเตตาเนี่ยตั้งปีเนี่ยโนเฟื่อไว้ไอมันเป็นจัดเมนเตอังแอลกับบานมวยเงี้ยมอกสู้ถ่าแต่ไอจินนะชินเทียนแต่ไอดังเตถ่าบานเนี่ยไว้จิมวยขยมดูชนะไอเมียนแต่คาดบ้องแต่ปนโนชินเทียนน่าจะดื้อหายสู้ถ่าขยมกระจองดังได้เลี่ยมหนุบรอมันเนี่ยได้เมียนชมุถ่าเวนเดินแกกับบ้านคอนตื่กูฟังหายนิยถ่าเนี่ยปรกูตกไอเกเมียนชีวิตรัวสันตื่รู้หายกับมันได้ชั่วมอกนิยแต่การชินเทียนถ่าเนี่ยปรชินเทียนผู้ยืงมันจำใบประยับเฟอร์เวียนุเตมันติดเนี่ยดังถ่าจักต้มข้างหน้ารึงม้วมให้หนึ่งตุนซอยเจียงชินเทียนกับบ้านตอบตะเวนถ่าอ้อขยมนึงร้องจำเนี่ยตึงปีเลี่ยมโนเวนเดินอ๋อขยมพลิกตื่นเมียนถึงมวยเตียนฉันมันดังท่าเนี่ยเพราะไว้ขไม่เห็นหรืออ่อนนุเตเนี่ยบ้านเฟอร์บาบองเพราะวูเย็นการปีเป็นมุนฉันมันต้นมันดอกสลายเจมวยหนึ่งเนี่ยในลายนุเตในขนมไทยนี่ฉันนึงพนอเจมวยเนี่ยประสันบาครูซาเวนบันจันโครงการประกวดฉันนึงเพราะจูนพุ่มกระมวยอ้อยเนี่ยปนแต่บาครูซาเช่นไตรจันเวงร้อนแต่ประกวดสไซส์มอไม่ขี้อ้อยหมกขยมคือครบครอนหายใช่บามันเห็นบอมพลิกนี่เจ้าเตยตกท่าขยมเป็นบ้านนี่เย่ได้เจ้าเลียสันหายเลียนโนชินสินเก็บบ้านเขายังคลังไอไซถาเนี่ยนาถาครูซาเช่นมันเห็นเช่นเทียนยศพรมจมวยหนึ่งเกเตอเวียก็จีเรื่องละอมวยได้เช่นเทียนบ้านเกิดขนมจัดมันติรุ่ยหายก็บ้านยศพรมถือเอาเวนเดินเกกับบ้านยืมหายในยิทาไอเลยนี่ไตรบ้านสิ้นหน่อยหายเลียมโนกูฟังเกกับบ้านได้โจมมอกไอไซถาล้อครูซากูรูบอยยังก็จ้องโจรุมจมวยหนึ่งปุเนี่ยได้ยมเพื่อได้เชิดได้รูบอครูซากูเวนเดินไอก็เกิดไอซอถ่ายยืมมันดังถ่ายไอกำปงแต่จ้องเฟอร์ไว้เทียนกับบ้านในยิทาเนี่ยเพราะไว้ขมิ้นถึงปีเนี่ยโดยเฉพาะมีในท่าปุยืงถึงใบเนี่ยซ่อนยาจมวยหนึ่งก้าพนมวยนี่กัดมอกขนมมันโตบรูบอลงมาจากเชนฟันไปโนเช่นเทียนเกกับบ้านได้ก้าตะเปล่าปุกบกเกอมปีเรื่องก้าพนดดาระบระบถึงอ่อนโนโดยกดกับบ้านตอบถามเป็นไอโนเตเรื่องนี้ปุเกบ้านรีบจอมตกจิมุนรุ่ยหายกาปีใบโรยชนามนโดนตาระบที่กรองไข่บ้านบังเกิดมูลค่านครือในครูซาเชนกาเปียกับน้ำตรบสอไซทมอกไม่เคียปีมวยจุมนวนเตมวยจุมนวนปนตายบ้องปลอชบ้องบ้านคบเข็ดชิมวยหนึ่งปุปะขังไกลหายบ้านตุ้มเลปรเมียนอมปีคำนับตรบระบปุยืงคือดำใบจ้องเตี้ยงปุปะขังไกลเอามกช่วยกดดำใบกันอำนาจปนตายไม่ดักนมจ่าในแต่เมียนชีวิตปุเกก่อเมียนเฮียนประเป็ดดอยเยืดนุไลเพราะหายเจปุเกเมาหลึกนี่คือดำใบคำนับตรบนี่หายโดยชนะปุยืงมันเตยใจขนมการประคุดมือนี่นุเตโดยโกนระบปุเกถึงปีเนี่ยกับมันใช้โปรเพนธาตกอ้อยปุยืงแต่จ่อลงมาจากเช่นฟันในแต่มันต่อทางไอสงครามระบบครูซาเช่นสุดทัดเลยปุเนี่ยถึงปีหายนั่งหายก็สมมาเจใส่รอคำข้อชงดำบันในเยลัง